ខ្ញុំឈ្មោះលូចង្អានឆ្នាំនេះអាយុ88ឆ្នាំដំឡូវខ្ញុំជាកម្ពុជាអ្នកជំនួញម្នាក់ក្នុងពិភពជំនួញដែលទទួលបានការគោរពកោតសរសើរពីមនុស្សរាប់ម៉ឺននាក់ប៉ុន្តែខ្ញុំដឹងថាអ្វីទាំងអស់ដែលខ្ញុំទទួលបានសុទ្ធតែប្រពន្ធខ្ញុំពេញឈៀងលះបង់ជីវិតដោះដូរយកមកហើយកងដៃប្រាក់មួយវងនេះគឺកាលពីឆ្នាំនោះបងប្រុសបង្កើតខ្ញុំលូចចាំងបានបោកប្រាស់ខ្ញុំឲ្យធ្លាក់ចូលក្នុងល្បែងស៊ីសងខ្ញុំត្រូវម្ចាស់បំណុលតាមទីបំណុលរហូតធ្លាក់ខ្លួនក្រលំបាកបន្ទាប់ពីឈីងអោបានជួយសង្គ្រោះខ្ញុំរួចនាងបានបន្សល់ទុកតែថ្វាយកងដៃមួយវងនេះប៉ុណ្ណោះលូឆឹងអានសងលុយមកមានមនុស្សស្លាប់ហើយប្រញាប់រត់ទៅលូឆឹងអាននរណាប្រាប់ឲ្យឯងមិនព្រមសងលុយអ្វីទាំងអស់នេះគឺឯងធ្វើបាបខ្លួនឯងទេទៅងាប់ទៅជីងអនៅពេលដែលខ្ញុំចិត្តរៀបនឹងស្លាប់គឺជីងអជាអ្នកមកជួយខ្ញុំលូឆាងគ្រាន់តែចង់បានលុយពីខ្ញុំប៉ុណ្ណោះឆឹងអានបងត្រូវតែទ្រាំអូនចុះទៅជួយបងទេខ្ញុំចង់ចុះទៅជីងអឥឡូវនេះខ្ញុំកំពុងទៅរកអូនហើយប្រសិនបើអាចចាប់ផ្ដើមឡើងវិញបានខ្ញុំពិតជានឹងឲ្យអូនរស់នៅក្នុងជីវិតដ៏ល្អប្រសើរឲ្យពួកអ្នកដែលធ្លាប់ធ្វើបាបអូនត្រូវបង់ថ្លៃចំពោះទង្វើរបស់ពួកគេទីនេះនៅកន្លែងណាតើខ្ញុំមិនមែនជួបគ្រោះថ្នាក់ចរាចរណ៍នៅបន្ទប់វះកាត់ក្នុងមន្ទីរពេទ្យទេនេះជាផ្ទះចាស់របស់ខ្ញុំឆ្នាំ1982ខ្ញុំបានកើតជាថ្មីហើយស៊ូឈីងមិនទាន់ស្លាប់ទេស៊ូឈីងឲ្យនាងបោកខោអាវបន្តិចនាងបែរជាបោកអាវរបស់លូឆាំងរហែកបាត់ខ្ញុំប្រាប់នាងឲ្យដឹងអាវនេះទិញអស់តម្លៃ3 យ៉ននាងយកអ្វីមកសងជាតិមុនខ្ញុំជាមនុស្សមិនបានការមិនរៀនសូត្រអ្វីសោះត្រូវលូឆាំងប្រើពាក្យសម្ដីប៉ុន្មានម៉ាត់បោកបញ្ឆោតឲ្យឡើងទល់ល្បែងដោយសារតែរឿងនេះទើបឈិងអត្រូវបាត់បង់ជីវិតជាតិមួយនេះខ្ញុំត្រូវតែការពារឈិងអឲ្យបានល្អអ្នកណាដែលហ៊ានធ្វើបាបឈិងអខ្ញុំនឹងឲ្យវាសងដោយជីវិតបងថ្លៃអាវនោះដំឡើយវាហែកស្រាប់ហើយនៅហ៊ានធ្វើសញ្ញាដៃដាក់ខ្ញុំទៀតមនុស្សធ្វើសញ្ញាដៃស្អីគេនឹងខ្ញុំមើលទៅអញច្បាស់ជាចិត្តណាស់ហើយគួយហ្វាងឲ្យល្មមបានហើយវាយឲ្យមានរបួសទៅគ្មានអ្នកធ្វើការទេឈប់ដៃលូឆិនអញឈួតហើយឬគឺជានារីម្នាក់នេះហើយនៅក្នុងជាតិមុនដើម្បីជួយខ្ញុំសុខចិត្តឲ្យខ្លួនឯងក៏ស្លាប់នៅក្នុងរន្ធទឹកកកឈិងអពីមុនគាត់មិនដែលហៅខ្ញុំថាឈិងអទេធ្លាប់តែហៅថាមនុស្សអប្រកាច់ខាតដើមតើមានរឿងអ្វីកើតឡើងនឹងចាប់ពីថ្ងៃនេះទៅអ្នកណាហ៊ានប៉ះពាល់ស៊ីឈិងតែមួយចុងម្រាមដៃខ្ញុំលូឆឹងអាននឹងប្រយុទ្ធជាមួយវាដល់ស្លាប់ល្អណាស់ប្អូនថ្លៃវាយបងថ្លៃដើម្បីបំមនុស្សម៉ែមិនខ្វល់ទេអាពីឯងកាយឈួតស្អីនឹងគួយហ្វាងគឺជាបងថ្លៃណាបងថ្លៃដែលបង្ខំឲ្យប្រពន្ធខ្ញុំលុតជង្គង់លើទឹកក៏នឹងអាហារស្មែហើយនៅមានម៉ែទៀតម៉ែឈោមើលគេធ្វើបាបប្រពន្ធខ្ញុំនៅត្រង់ហ្នឹងផ្ទះមួយនេះពួកយើងនៅមិនបានមួយថ្ងៃទៀតទេបំបែកផ្ទះគ្នាទៅឯងនិយាយថាម៉េចខ្ញុំថាបំបែកផ្ទះឥឡូវនេះខ្ញុំនឹងនាំស៊ីវចេញរើចេញទៅក្រៅថ្ងៃក្រោយរស់នៅរៀងខ្លួនបើបំបែកផ្ទះចុះអ្នកណាជាអ្នកបោកខោអាប់ដាំបាយស្បៀងអាហារចែកតាមក្បាលមនុស្សបើបំបែកផ្ទះមិនមែនស្បៀងអាហារទទួលបានតិចជាងមុនទេកូនយ៉ាវជូរបស់ខ្ញុំកំពុងតែពេញធំផងមិនបានទេមិនអាចបំបែកផ្ទះដាច់ខាតលូឆឹងអានឯងជំពាក់បំណុលលបែងខាងក្រៅ300 យ៉នបើបែងចែកផ្ទះតើឯងយកអ្វីទៅសង300 យ៉ននៅក្នុងឆ្នាំ1932គឺជាចំនួនទឹកប្រាក់ដ៏ច្រើនមហាសាលជាតិមុនគឺដោយសារតែប្រាក់មួយដុំនេះខ្ញុំបានរត់គេចពីបំណុលគ្រប់ទីធ្វើឲ្យឈៀងអ៊ឺត្រូវមកពិបាកជាមួយខ្ញុំដែរបំណុលខ្ញុំសងដោយខ្លួនឯងប៉ុន្តែផ្ទះត្រកូលលូមួយនេះខ្ញុំរស់នៅមិនបានសំបីតែមួយថ្ងៃទៀតទេអាជើងកាត់មិនដឹងគុណដើម្បីតែមនុស្សម្នាក់ចង់បែងចែកផ្ទះផងលូឆាំងអានម៉ែចិញ្ចឹមអញធំដឹងក្តីដល់ថ្នាក់នេះមុនសេការឯងត្រូវឆ្កែស៊ីអស់ហើយមែនទេតើលូឆាំងអានចេះការពារប្រពន្ធតាំងពីពេលណាមកមិនដឹងដែរប្រហែលជាមានគំនិតអាក្រក់អ្វីនៅក្នុងចិត្តហើយមើលទៅម៉ែបើម៉ែអាណិតខ្ញុំមែនឲ្យខ្ញុំទៅបើម៉ែមិនឲ្យខ្ញុំទៅទេខ្ញុំមានតែត្រូវកាប់ឆ្ការផ្លូវដើរដោយខ្លួនឯងហើយ
ទី2ឯងលះបង់គំនិតនេះចោលទៅឲ្យតែម៉ែនៅរស់អញកុំសង្ឃឹមថានឹងបានបែងចែកផ្ទះឲ្យសោះគួយហ្វេយើងទៅនៅក្នុងភ្នែកពួកគេឈីងអ៊ឺនៅតែអាចធ្វើការងារបានឯខ្ញុំឡើងភ្នំបាញ់សត្វក៏អាចធ្វើឲ្យពួកគេមានបាយហូបឆ្អែតដែរឥឡូវនេះពួកគេប្រកាសជាមិនព្រមបែងចែកផ្ទះទេប៉ុន្តែមិនអីទេផ្ទះមួយនេះខ្ញុំដាច់ខាតត្រូវតែបែងចែកឲ្យបានឈីងអ៊ឺខ្ញុំបីអូនត្រឡប់ទៅវិញតើឆឹងអានថ្ងៃនេះកើតអីដូចជាប្រែប្រួលមិនដូចពីមុនសោះខ្ញុំមិនបានបោកអាវធំធ្លុះរហែកទេខ្ញុំដឹងថាអាវធំនោះរហែកតាំងពីដំបូងម្លេះគឺពួកគេចង់ទម្លាក់កំហុសលើអូនសោះកុំខ្លាចអីឈីងអ៊ឺរឿងបំណុលល្បែង3រយ័ននោះមកពីខ្ញុំជាអតិឆានប៉ុន្តែចាប់ពីពេលនេះទៅខ្ញុំលូឆេងអានប្រកាសជាខិតខំប្រឹងប្រែងអស់ពីជីវិតដើម្បីមើលថែអូនឲ្យបានទៅរស់នៅក្នុងជីវិតដ៏ល្អប្រសើរថ្ងៃស្អែកពួកអ្នកទាបំណុលនិយាយថាបើនៅតែមិនសង់ទេនឹងកាត់ជើងបងចោលថ្ងៃស្អែកត្រូវហើយជាតិមុនគឺថ្ងៃស្អែកបំណុលល្បែងដល់កំណត់លូឆាំងបាននាំម្ចាស់បំណុល3នាក់មកស្ទាក់ផ្លូវខ្ញុំមិនអីទេអូនគេងទៅយប់នេះបងនឹងនៅចាំការពីអូនថ្ងៃស្អែកពេលពួកទាបំណុលមកដល់បងនឹងរកវិធីដោះស្រាយជាមួយពួកគេឆេងអានបងរត់ទៅគឺមិនអីទេបងមិនរត់ទេបើបងរត់បាត់ចុះអូនគិតយ៉ាងម៉េចពេលរយ័ន3ថ្ងៃបបាញ់លោកផលព្រៃធ្វើការងារស៊ីឈ្នួលអ្វីដែលបានលុយលឿនបងនឹងធ្វើអាហ្នឹងប៉ុន្តែលក្ខខណ្ឌគឺថ្ងៃស្អែកត្រូវតែឆ្លងផុតឧបសគ្គជាមួយម្ចាស់បំណុលឲ្យបានលោកតាកូនចៅមិននៅតែញោមទេសូមខ្ចីរបស់លោកតាយកមកប្រើបន្តិចបងប្រុសទាំង3នាក់គឺនៅទីនេះប្អូនទី2របស់ខ្ញុំជំពាក់អ្នកទាំងអស់គ្នា3រយ័នថ្ងៃនេះប្រកាសជាអាចផ្ដល់ចម្លើយបានអាលូឆេងអានវាលាក់ខ្លួនបាត់ហើយខ្ញុំមិនបានលាក់ខ្លួនទេលូឆេងអាន3ថ្ងៃមុនឯងនិយាយថាសូមពន្យាពេល3ថ្ងៃថ្ងៃនេះដល់កំណត់ហើយយកលុយ3រយ័នមកប្អូនទី2បងធំបានគិតរកវិធីមួយឲ្យឯងលូឆាំងបងអាចគិតរកវិធីឲ្យខ្ញុំបានផងជាតិមុនគឺបងបានសហការជាមួយកាស៊ីណូបោកប្រាស់ខ្ញុំឲ្យទៅលេងល្បែងជំពាក់បំណុលចុងក្រោយលុយដែលខ្ញុំចាញ់ពាក់កណ្ដាលធ្លាក់ចូលក្នុងដៃបងធំថ្ងៃនេះបងសកម្មខ្លាំងណាស់ក្នុងការនាំម្ចាស់បំណុលមករកខ្ញុំមិនមែនដោយសារលុយដែលខ្ញុំសងមានផ្នែកខ្លះធ្លាក់ចូលក្នុងហោប៉ៅបងទេដឹងលោកប្អូនទី2ឯងនិយាយស្អីហ្នឹងតើខ្ញុំធ្វើបែបនេះមិនមែនដើម្បីល្អសម្រាប់អញទេអីសងលុយឲ្យឆាប់ទៅឯងនឹងបានមិនបាច់ដើរលាក់ខ្លួនទៀតបើអញគ្មានលុយសងទេប្រកូលស៊ូឈៀងឲ្យទៅជាមួយបងលាវទៅបងលាវមានខ្សែស្រឡាយណែស្រុកស្រីស្អាតធ្វើការមួយយប់អាចរកលុយបានច្រើនណាស់អ៊ូឈៀងឯងនិយាយស្អីហ្នឹងមែនណាបងលាវមានផ្ទះបនច្រើនកន្លែងណាស់ធ្វើត្បិតតែស៊ូឈៀងជាមនុស្សក៏ដោយតែមុខមាត់នឹងរៀងរវេកនេះលូឆេងអានអញធ្វើស្អីហ្នឹងអ្នកណាហ៊ានប៉ះពាល់ប្រពន្ធអញនឹងបដូរជីវិតជាមួយអ្នកនោះបងប្អូនទាំង3នាក់កុំនិយាយឥតប្រយោជន៍ជាមួយវាចាប់យកមនុស្សទៅវិញទៅសាក់ឈានមកមុខមួយជំហានទៀតមើលលោកប្អូនទី2ឯងឈួតហើយឬក្នុងកាំភ្លើងនេះមានគ្រាប់ណាឯងទីមើលថាមានអត់បំណុលល្បែង3រយ័នគឺអញលូឆេងអានជាអ្នកជំពាក់អញទទួលស្គាល់ទុកពេលឲ្យអញ3ថ្ងៃអញនឹងសងទាំងដើមទាំងការឲ្យពួកឯងតែបើអ្នកណាហ៊ានប៉ះពាល់ស៊ូឈីងទៀតអញនឹងធ្វើឲ្យអ្នកនោះបិទមាត់ជារៀងរហូត3ថ្ងៃក៏3ថ្ងៃ3ថ្ងៃក្រោយបើមិនឃើញលុយទេពួកអញនឹងដុតផ្ទះកញ្ចាស់អញចោលទៅឲ្យផុតឈីងអើធ្វើឲ្យអូនភ័យហើយឆេងអានបងមិនមានត្រូវរបួសទេមែនទេស្អែកបងនឹងឡើងភ្នំទៅបបបាញ់សត្វបងសន្យានឹងអូនក្នុងរយៈពេល3ថ្ងៃបងនឹងសងបំណុលទាំងអស់ឲ្យអស់ជាតិមុនខ្ញុំធ្លាប់រស់នៅសៀងហៃអស់រយៈពេល20ឆ្នាំរលកធំអីក៏ធ្លាប់ជួបដែរតែនៅឆ្នាំ1932ព្រៃជ្រៅត្រូវពឹងលើកម្លាំងបាយបទពិសោធន៍និងសំណាង
ជ្រូកព្រៃក្នុងរដូវកាលនេះចូលចិត្តរកចំណីនៅក្នុងព្រៃដាំអុកនៅលើជម្រាលភ្នំទទួលពន្លឺព្រះអាទិត្យជ្រូកព្រៃមួយក្បាលគឺគ្រប់គ្រាន់សម្រាប់សងបំណុលល្បែងហើយអស្ចារ្យណាស់អាយជ្រូកព្រៃមួយក្បាលនេះយ៉ាងហោចណាស់ក៏400ចិនដែរគ្រប់គ្រាន់សម្រាប់សងបំណុលហើយថែមទាំងបានចាប់ទន្សាយព្រៃមួយក្បាលតាមដៃទៀតផងថ្ងៃស្អែកមិនទាន់ភ្លឺស្ទូងផងត្រូវចេញដំណើរហើយប្រញាប់ទៅលក់យកលុយឲ្យបានព្រលឹមអស្ចារ្យណាស់ជ្រូកព្រៃមួយក្បាលនេះធាត់ត្រលុកត្រលន់ល្អណាស់ស្រស់ទេបាញ់បានការពីយប់មិញឈាមវាមិនទាន់ចុះត្រជាក់ស្រួលបួលផងល្អហើយជ្រូកព្រៃមួយក្បាលនេះខ្ញុំឲ្យ220 យ៉នយ៉ាងហោចណាស់ក៏300 យ៉នដែររដូវនេះសាច់ជ្រូកព្រៃកំពុងតែកម្រនឹងលក់ដាច់ណាស់កាន់តែពិសេសជាងនេះទៅទៀតនេះជាជ្រូកខ្មៅលោកយកទៅលក់បន្តឲ្យភោជនីយដ្ឋានយ៉ាងហោចណាស់បាន320 យ៉នប្អូនប្រុសស្គាល់តម្លៃទីផ្សារច្បាស់ណាស់តើគ្រាន់តែរកបាយហូបប៉ុណ្ណោះព្រមព្រៀងបូករួមទាំងទន្សាយព្រៃមួយក្បាលសរុប320 យ៉នព្រមព្រៀងគ្នា300 យ៉នទាំងដើមទាំងការទូទាត់ដាច់ស្រឡះឯងប្រមូលបាន300 លឿនយ៉ាងនេះមិនមែនទៅលួចគេទេដឹងបានលុយមកពីណាមិនបាច់ខ្វល់ទេហឹមលោឆឹងអានចាត់ទុកថាអូនអញពូកែណាស់ថ្ងៃក្រោយកុំឲ្យអញឃើញឯងនៅវងនេះទៀតឲ្យសោះកុំបារម្ភមួយជីវិតនេះខ្ញុំមិនប៉ះពាល់ទៀតទេហឹមសងបំណុលល្បែងរួចរាល់នៅសល់ប្រហែល20 យ៉នទៀតគ្រប់គ្រាន់សម្រាប់កាត់ខោអាវមួយកុំភ្លេចឲ្យឈានអស់ហើយម្នាក់នោះមិនក៏កាន់លុយច្រើនយ៉ាងនេះមិនបានទេខ្ញុំត្រូវតែប្រញាប់ទៅផ្ទះប្រាប់ម៉ែមានរឿងអីរឿងមិនល្អហើយម៉ែអំបញ្ញមិញខ្ញុំទើបតែបានឃើញអាប់អូនទី2បានលុយមួយដុំស្អីគេវាបានលុយមកពីណាមិនមែនលួចរបស់អ្នកយើងទេដឹងអាប់អូនទី2ស្រាប់តែមានលុយសងបំណុលលុយនេះមកចម្លែកណាស់ព្រឹកមិញខ្ញុំដើរកាត់មុខបន្ទប់ស៊ីវិឈីងមនុស្សឃើញនាងលួចលាក់យកប្រអប់មួយចេញមកអញចង់និយាយថាស៊ីវិឈីងលួចរបស់ពួកយើងពិតមែនហើយតោះទៅរកស៊ីវិឈីងល្អណាស់ស៊ីវិឈីងហ៊ានលួចរបស់រហូតដល់ហឹបប្រាក់គ្រួសារខ្លួនឯងផងបងថ្លៃស្រីខ្ញុំអត់បានធ្វើទេមិនមែនទេចុះប្រអប់ដែលអញកាន់កាលពីព្រឹកមិញមានស្អីនៅក្នុងហ្នឹងនំអញ្ចឹងនាងក៏កំពុងលួចលាក់ស្បៀងអាហារដែរបងថ្លៃស្រីនេះជានំសពីប៉ុន្មានថ្ងៃមុនដែលហូបមិនទាន់អស់ធ្វើចរិតលួចលាក់បែបនេះច្បាស់ជាលួចស្បៀងអាហារក្នុងផ្ទះយកទៅលាក់ហើយសូត្រសាតាំងយ៉ាងល្អកាត់ឲ្យខ្ញុំ5 ហត្ថមកស្ករក្រហម2 កញ្ចប់ម្សៅមី3 ចិញ្ចៀងសាច់ជ្រូក2 ដុំប្អូនប្រុសឯងជាព្រានប្រមាញ់ឬមួយកានទ្រព្យហើយមិនថាជាអ្វីទេក៏ត្រូវតែកាត់ខោអាវថ្មីមួយកុំភ្លេចឲ្យប្រពន្ធខ្ញុំដែរជាតិមុននាងការជាមួយខ្ញុំ6 ឆ្នាំមិនដែលបានពាក់អាវថ្មីមួយតូចតែសោះមួយកុំភ្លេចនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះបានលឺនៅប្រពន្ធកូនច្បងគ្រូសាលូទូចចោទថាប្រពន្ធកូនទី2លួចស្បៀងអាហារមែនឬក៏ហប់ក្មេងស្រីស៊ីវជីងនោះមើលទៅមិនដូចមនុស្សបែបហ្នឹងទេអូយមាត់របស់ប្រពន្ធកូនទី2គ្រូសាលូនោះខ្មៅក៏អាចនិយាយជារបស់បានដែរកុំនិយាយទៀតអីលូឆឹងអានដើរមកហើយមិនស្រួលទេប្រពន្ធមានគ្រោះថ្នាក់ហើយអ្នករាល់គ្នាជួយមើលស្បៀងអាហារដែលខ្ញុំដាក់ក្នុងផ្ទះបាយកាលពីព្រឹកមិញបាត់នំធេងជាតិមួយថងចុងក្រោយឆែកឆេរឃើញនៅក្នុងបន្ទប់របស់ស៊ីវជីងមិនមែនទេខ្ញុំនៅធ្វើកាយវិការអីទៀតលួចគឺលួចហើយអាគុកនេះនៅចង់ប្រកែកទៀតប្រពន្ធអាទី2ដល់តែផ្ទះខ្វះស្បៀងក៏ឯងមិនអាចលួចដែរនេះជាអីវ៉ាន់សដែលខ្ញុំញ៉ាំមិនអស់កាលពី2 ថ្ងៃមុនអ្នកទាំងអស់គ្នាមើលចុះនាងលួចរបស់ហើយនៅធ្វើពុតជាគួរឲ្យអាណិតទៀតពួកអ្នកថានរណាលួចរបស់
តើនរណាថាប្រពន្ធខ្ញុំលួចស្បៀងឆែកឆេរឃើញនៅក្នុងបន្ទប់របស់នាងនំមួយនេះដុកសិតខៀវអស់ហើយឲ្យអ្នកតើអ្នកញ៉ាំទេខ្ញុំបងប្អូនអ្នកភូមិទាំងឡាយខ្ញុំលោឆឹងអានកាលពីមុនមិនមែនជាមនុស្សល្អទេតែប្រពន្ធខ្ញុំស៊ូឈីងរៀបការចូលគ្រួសារលោកអស់រយៈពេល3ឆ្នាំធ្វើការយប់ថ្ងៃមិនទំនេរតែបែរជាត្រូវញ៉ាំនំដុកសិតបែបនេះទៅវិញភួយមួយចានបែកមាត់មួយគឺជាកន្លែងដែលនាងរស់នៅអស់រយៈពេល3ឆ្នាំម៉ែខ្ញុំបងប្រុសទី2និងបងស្រីថ្លៃទី2មនុស្ស3នាក់ហូបនំប៉័ងឯប្រពន្ធខ្ញុំហូបនំធឹងជាតិដុកសិតម៉ែត្រកូលឡូនេះពិតជាមិនមែនជាមនុស្សមែនហើយធម្មតាចាត់ឲ្យស៊ូឈីងបោកខោអាវដាំបាយទៅហើយនរណាទៅដឹងថានៅពីក្រោយខ្នងនៅមួយបង្កាច់ស៊ូឈីងបែបនេះទៀតគួរឲ្យអាណិតណាស់ដឹងថាស៊ូឈីងនិយាយមិនកើតមិនអាចទៅវ៉ាបានក៏ធ្វើបាបស៊ូឈីងតែម្ដងអាទី2ឯងនិយាយផ្ដេសផ្ដាសអីខ្ញុំលោឆឹងអានថ្ងៃនេះទៅបាញ់សត្វលក់បានលុយសងបំណុលល្បែងអស់ហើយបានទិញម្សៅសាច់ជ្រូកស្ករក្រហមនិងក្រណាត់សម្រាប់កាត់ខោអាវថ្មីឲ្យប្រពន្ធខ្ញុំចាប់ពីពេលនេះទៅប្រពន្ធខ្ញុំមិនស៊ីអង្ករគ្រួសារលោរបស់អ្នកឯងសំបីមួយគ្រាប់សូមបងប្អូនអ្នកភូមិទាំងអស់ជួយធ្វើបន្តថ្ងៃនេះខ្ញុំលោឆឹងអាននាំប្រពន្ធខ្ញុំស្រូឈីងបំបីផ្ទះជាផ្លូវការជាមួយផ្ទះគ្រួសារលោកពិតជាបះបោលមែនហើយគឺដោយសារនាងស្រូឈីងមាត់គំនាក់នេះហើយញុះញង់អាប់អូនទី2ឲ្យបំបីផ្ទះជាមួយម៉ែចាប់ពីពេលនេះទៅពួកយើងលែងជាកូនក្របីរបស់គ្រួសារលោកអ្នកឯងទៀតហើយប្រពន្ធខ្ញុំស្រូឈីងលែងហូបនំប៉័ងធឹងជាតិដុកសិតរបស់អ្នកឯងសំបីមួយដុំអាពីឲ្យឯងដើរបាញ់សត្វរកលុយបានម៉ែសប្បាយចិត្តជំនួសឯងណាស់សាច់ជ្រូកនេះចែកពាក់កណ្ដាលឲ្យម៉ែមកកូនផ្ទះបងធំឯងច្រើនឃ្លានសាច់ណាស់ម៉ែរឿងបំបីផ្ទះគឺខ្ញុំជាអ្នកសម្រេចរស់នៅរៀងខ្លួនហូបចុករៀងខ្លួនបើម៉ែចង់ហូបសាច់ឲ្យបងធំទៅបាញ់សត្វទៅល្អណាស់អាឡូឆឹងអានស្លាប់រឹងហើយមែនទេឥឡូវមិនទាន់បំបីផ្ទះទេរបស់ឯងក៏ជាថាវិការពួកយើងដែរម៉ែអាពីវាត្រូវប្រលឹងខ្មោចចូលហើយម៉ែកុំប្រញាប់ខ្ញុំមានវិធីកែប្រដៅវាចូលចិត្តទេខ្ញុំរៀបការចូលគ្រួសារលោក3ឆ្នាំពាក់សុទ្ធតែខោអាវចាស់ដែលម៉ែមិនត្រូវការមានស្នាមដេកជួសជុលពេញពណ៌ប្រៃជាស្លធ្វើខោអាវថ្មីឲ្យអូនមិនហៅថាខ្ជិះខ្ជីទេឈីងអោពីមុនបងមិនធ្លាប់ល្អចំពោះអូនទេតែចាប់ពីពេលនេះទៅបងនឹងឲ្យអូនរស់នៅក្នុងជីវភាពធូរធារមានខោអាវថ្មីពាក់មាននំប៉័ងម្សៅស្ហូបមានផ្ទះកក់ក្ដៅរស់នៅកុំយំទៅថ្ងៃមុខអនុញ្ញាតឲ្យតែសាច់មិនឲ្យយំទេឈីងអោចាំរឿងបំបីផ្ទះរួចរាល់បងនាំអូនទៅទីប្រជុំជនស្រុកមែនទេទីប្រជុំជនស្រុកខ្ញុំមិនទាន់ធ្លាប់ទៅផងមែនហើយទៅទីប្រជុំជនស្រុកទិញលេលាបមុខឲ្យអូនទិញខ្សែចុងសក់ពណ៌ក្រហមទិញស្បែកជើងកបាថ្មីមួយគូទៀតតើគួរត្បិតត្បៀតលុយទេចំណាយលុយលើអូនមិនហៅថាខ្ជិះខ្ជីទេផ្លែម្ជុលដេនេះល្អិតល្អន់និងរៀបរយណាស់នាងប្រកាសជាស្ត្រីម្នាក់ដែលមានប្រាជ្ញាឈ្លាសវៃខ្លាំងបើមិនមែនជាមនុស្សកោតថ្លង់បើមិនមែនកើតក្នុងគ្រួសារក្រីក្រនាងគួរតែមានវាសនាល្អជាងនេះលូឆឹងអានឲ្យរឿងបែងចែកផ្ទះសម្បែងដែលអញបានលើកឡើងលើកមុនថ្ងៃនេះពួកយើងធ្វើការបែងចែកតែម្ដងទៅមកដល់ហើយសង្គ្រាមដ៏ស្វិតស្វាញនេះចុងក្រោយបានមកដល់ហើយលូឆឹងអានឯងនិយាយថាចង់បែងចែកផ្ទះគ្រួសារលូមានបន្ទប់តែប៉ុន្មានក្នុងនេះដីស្រែប៉ុន្មានរៃមនុស្សប៉ុន្មានអ្នកអញប្រាប់មើលថាតើគួរបែងចែកយ៉ាងម៉េចចែកដោយយុត្តិធម៌ចំណែកដែលជារបស់ខ្ញុំយកចំណែកដែលមិនមែនជារបស់ខ្ញុំមិនយកសំបីតែមួយកាក់យុត្តិធម៌ទេល្អអញ្ចឹងនិយាយពីរឿងផ្ទះមុនគេផ្ទះធំមាន5បន្ទប់ម៉ែរស់នៅមួយបន្ទប់ខ្ញុំនិងបងប្រុសទី2របស់អញរស់នៅ2បន្ទប់បងប្រុសធំរបស់អញនៅក្រៅស្រុកទុកមួយបន្ទប់នៅសល់មួយបន្ទប់នោះគឺឲ្យទៅពួកអញចុះបន្ទប់ខាងលិចខ្យល់លិចព្រើរដូវរងាអាចកកស្លាប់មនុស្សបានពួកបងរស់នៅផ្ទះធំមានកម្ដៅកក់ក្ដៅឲ្យបន្ទប់ចំហៀងចាស់កំភ្លេចមួយមកខ្ញុំតើតម្រូវឲ្យយកដែរឬទេលូឆាំងនិយាយបែបនេះមិនត្រូវទេ
អាទី2ក៏ជាមនុស្សក្នុងគ្រួសារលោកដែរការបែងចែកផ្ទះត្រូវតែយុត្តិធម៌ទើបគួរឲ្យលោកមិនដឹងទេថាអាទី2ជំពាក់បំណុលលបែងវ៉ាន់ដុកចែកឲ្យវាក៏ជាការខ្ជិះខ្ជីដែរមិនស្មើនឹងប្រគល់ផ្ទះឲ្យអាធំឯដេកក៏ប្រគល់ឲ្យអាធំធ្វើស្រែអាទី2ឯងមិនមែនតែងតែចង់បែងចែកផ្ទះទេអញ្ចឹងនាំស៊ូជីនរើចេញទៅរស់ស្លាប់តាមមីថាកម្មទៅនេះមិនមែនជាការបែងចែកផ្ទះទេនេះជាការដេញចេញពីផ្ទះសោះលើកនេះរបស់របរទាំងអស់នៅក្នុងផ្ទះគឺជារបស់ខ្ញុំហើយផ្ទះល្អឲ្យទៅកូនច្បងដីស្រែក៏ឲ្យទៅកូនច្បងប៉ុន្តែពេលស៊ូឈីងរៀបការចូលមកនាងបានយកហឹបឈើក្រហមមួយមកជាមួយនៅក្នុងនោះមានខ្សែជើងប្រាក់ដែលម៉ែទុកឲ្យនាងនឹងប្រាក់20 យ៉ននោះជារបស់នាងពួកយើងត្រូវតែយកទៅវិញហេហឹបឈើក្រហមស្អីមិនដែលឃើញទេបងថ្លៃទី2ហឹបនោះជាគ្រឿងរណ្ដាប់របស់ឈឹងអ៊ឺតើបងលាក់ទុកនៅណាអ្នកណាជាអ្នកលាក់នាងធ្វើបាត់ខ្លួនឯងសោះមកទម្លាក់កំហុសលើខ្ញុំនៅក្នុងបន្ទប់បងខ្ញុំបានឃើញលេងដៃទៅមនុស្សខ្លងម្នាក់ធ្វើកាយវិការស្អីហ្នឹងឯងហ៊ានប៉ះពាល់នាងផងលូឈិនឯងលេងបងថ្លៃឯងភ្លាមលូឆាំងខ្ញុំនិយាយម្ដងទៀតផ្ទះឲ្យទៅឯងដីឲ្យទៅឯងខ្ញុំមិនយកអ្វីទាំងអស់ប៉ុន្តែរបស់ស៊ូឈឹងសូម្បីតែមួយកាក់មួយសេនក៏ត្រូវតែសងមកវិញទាំងអស់បានហើយលូឈិនពួកឯងរើចេញទៅមុនចុះរឿងរបស់ចាំនិយាយគ្នាតាមក្រោយជឹងអ៊ឺឈឺទេកុំបារម្ភខ្ញុំប្រកាសជាយកវាមកវិញឲ្យអូននេះជាកន្លែងដែលពួកយើងត្រូវរស់នៅចាប់ពីពេលនេះទៅសុំទោសផងគឺមកពីខ្ញុំធ្វើឲ្យអូនលំបាកហើយមិនមែនអូនធ្វើឲ្យខ្ញុំលំបាកទេគឺពួកសេរីនោះមិនគួរសារជាមនុស្សទេអូមិនមែនជាអាអូនទី2ទេមិនក៏បែងចែកទ្រព្យសម្បត្តិរហូតមកដល់រងអស់ចេះខ្ញុំសុំទូមានពួកឯងណាប្រញាប់ទៅសុំទានឲ្យឆាប់ទៅរងអស់បាក់បែកនេះរដូវរងាលេខខ្យល់រដូវក្តៅលេខទឹកភ្លៀងសូម្បីតែកណ្ដុរមួយក្បាលក៏រស់មិនបានផងស៊ូឈិងឥឡូវនេះនាងមកអង្វរខ្ញុំមកមិនប្រកាសទេខ្ញុំអាចឲ្យនាងត្រឡប់ទៅផ្ទះខាងប្តីហូបបាយសោកខ្លះចាំរហូតដល់ពួកឯងដាច់ពោះស្លាប់កុំបន្ទោសបងថ្លៃថាមិនបានរំលឹកអ្នកឲ្យសោះបងថ្លៃទី2មិនដែរគិតឃើញហើយមែនទេក្នុងរយៈពេល3ថ្ងៃខ្ញុំនឹងធ្វើឲ្យអ្នកលួចជង្គង់យកប្រដាប់ប្រដារៀបការរបស់ឈឹងអ៊ឺមកសង្វិញហាត្រឹមអាប្រមឹកលបៃម្នាក់និងអាកំសត់គំនាក់ចង់ឲ្យខ្ញុំលួចជង្គង់ឬបានតើខ្ញុំរងចាំមើល3ថ្ងៃក្រោយពួកឯងដាច់ពោះស្លាប់នៅក្នុងរោងអស់ឬក៏លួចជង្គង់ត្រឡប់មកអង្វរខ្ញុំកុំប្រកួតប្រជែងជាមួយគាត់អីទ្រព្យសម្បត្តិរៀបការមិនបាច់យកក៏បានដែរត្រូវតែយកមិនត្រឹមតែយកកងដៃទេខ្ញុំថែមទាំងត្រូវឲ្យនាងបងថ្លៃចំពោះសម្ដីដែលនិយាយថ្ងៃនេះទៀតផងហាសម្រាប់ស្រីស្អាតប្រុសស្អាតណាចង់ប៉ាវកាហ្វេមកអេដមីនអីអាចប៉ាវតាមនេះបានណាបងទាំងអស់គ្នាអរគុណបងទាំងអស់គ្នាត្រឹមតែផ្ទះបាក់បែកមួយក្នុងប៉ុណ្ណោះជាតិមុនខ្ញុំបង្កើតទ្រព្យសម្បត្តិរាប់សែនលានដោយដៃទេជាតិមួយនេះខ្ញុំក៏អាចចាប់ផ្ដើមពីសូន្យឲ្យបានដូចគ្នាឈឹងអ៊ឺជឿខ្ញុំទៅក្នុងរយៈពេល3ថ្ងៃខ្ញុំប្រកាសជាឲ្យអូនបានរស់នៅក្នុងផ្ទះដែលមិនជ្រាបខ្យល់ដុំធំនោះទុកឲ្យអូនហូបមិនអីទេបងហូបចុះខ្ញុំហូបប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយចាំពេលខ្ញុំរកប្រាក់បានខ្ញុំប្រកាសជាឲ្យនាងបានហូបសាច់រាល់ថ្ងៃប្រយ័ត្នប្រយែងផងខ្ញុំរងចាំបងត្រឡប់មកវិញកុំបារម្ភមុនពេលព្រះអាទិត្យលិចខ្ញុំប្រកាសជាត្រឡប់មកវិញនេះជាអ្វីដែលប្តីបបបាញ់បានប៉ុន្មានថ្ងៃនេះពេលហៅស្ងួតអាចយកទៅលក់យកប្រាក់បានឬក៏យកទៅធ្វើជាអាវរងាបានអូហូស្បែកទន្សាយច្រើនម្លេះប៉ាំងស្អី
របស់ទាំងនេះគឺលូឆឹងអានបបាញ់បានតាំងពីមុនបែងចែកផ្ទះគួរតែមានចំណែកពួកយើងដែរបងថ្លៃនិយាយត្រូវរបស់ទាំងនេះគួរតែប្រគល់ជូនគ្រួសារនេះជាអ្វីដែលលូឆឹងអានបបាញ់បានពួកយើងត្រូវយកទៅលក់ដូរយកអីវ៉ាន់ធ្វើកាយវិការស្អីធុញណាស់ម៉ែមើលស្បែកទន្សាយនេះមើលយកទៅលក់នៅផ្សារច្បាស់ជាបានថ្លៃល្អមិនខានស្បែកសត្វទាំងនេះជាផលប្រេរបស់គ្រួសារប្រគល់ឲ្យមិនបានទេនេះជាញើសឈាមរបស់មេគ្រួសារនាងជាមនុស្សថ្លង់ម្នាក់ហ៊ានប្រកែកទៀតនាងធំដឹងក្តីដោយសារហូបបាយផ្ទះខ្ញុំស្បែកសត្វនេះដើមឡើយជារបស់ខ្ញុំស្រាប់ហើយឲ្យមកខ្ញុំឲ្យលោឆេងអានមើលទៅថាការពីមីកម្នាក់នេះមានចង់បញ្ចប់បែបណានៅតែប្រដេញក្តោបស្បែកទន្សាយជាប់ទៀតបានហើយស្បែកសត្វបានយកមកហើយកុំបង្កើតឲ្យមានគ្រោះថ្នាក់ដល់ជីវិតមែនទែនអីចំណេញឲ្យមីកម្នាក់នេះណាពួកអញកំពុងធ្វើអីហ្នឹងលោកឆាំងអានអញហ៊ានច្រានអញដើម្បីមីកម្នាក់នេះផងអ្នកណាអនុញ្ញាតឲ្យពួកអញប៉ះពាល់នាងឆេងអានអញមិនទាន់បានចែកផ្ទះដាច់ស្រឡះពីគ្រួសារលោនៅឡើយទេសាច់សត្វនិងស្បែកសត្វព្រៃដែលបាញ់បានក្នុងព្រៃសុទ្ធតែជាទ្រព្យសម្បត្តិរួមរបស់គ្រួសារលោកពួកយើងយករបស់ផ្ទាល់ខ្លួនជារឿងត្រឹមត្រូវបំផុតត្រូវហើយអញធំដឹងក្តីដោយសារហូបបាយគ្រួសារលោករបស់ដែលបបាញ់បានក៏ត្រូវជារបស់គ្រួសារលោកដែរហូបបាយគ្រួសារលោកនេះជាបញ្ជីជំពាក់និងបង្កាន់ដៃចាប់តាំងពីចែកចង្ក្រានរស់នៅដាច់ដោយឡែកមកខ្ញុំមិនដែលយកអង្គសំបីមួយគ្រាប់ពីគ្រួសារលោកទេសត្វព្រៃទាំងនេះគឺរូបខ្ញុំលោកឆេងអានបានឆ្លងកាត់ភ្នំនិងព្រៃឈើប្រថុយស្ទើរតែបាត់បង់ជីវិតដោយសាររងាដើរតាក់បានជាមួយគ្រួសារលោកគឺគ្មានពាក់ព័ន្ធគ្នាបន្តិចសោះឡើយបង្កាន់ដៃស្អីអ្នកណាដឹងថាឯងធ្វើคล้ายឬអត់នោះធ្វើคล้ายស្ដាយត្រង់អញហ៊ាននិយាយចេញមករួចឯងនៅប៉ងคล้ายបន្លំមើលទៅឆ្លុះប្រកែកគ្នាស្អីឬស្រែកតាំងពីឆ្ងាយមកម្លេះមេភូមិអ្នកមកបានល្អណាស់លូឆេងអានអត់តែញណាស់ដើម្បីប្រពន្ធម្នាក់ហ៊ានចង់វីខ្ញុំមេភូមិសូមអ្នកជួយរកយុទ្ធធរផងទាំងនេះជាវិក្កយបត្រដែលខ្ញុំទៅលក់ផលព្រៃនៅទីរួមស្រុកគ្រប់ការប្រាក់ទាំងអស់ក៏ត្រាយ៉ាងច្បាស់លាស់សត្វព្រៃទាំងនេះខ្ញុំចូលព្រៃបបាញ់បានដោយខ្លួនឯងតើពួកគាត់មានសិទ្ធិអីមកដណ្ដើមការបែងចែកផ្ទះរបស់គួយហ្វិនមានភូមិយើងធ្វើជាសាក្សីរបស់បន្ទាប់ពីបំបែកផ្ទះហើយមិនពាក់ព័ន្ធនឹងពួកឯងបន្តិចណាឡើយអាកប្បកិរិយារបស់ពួកឯងគេហៅថាប្លន់មិនត្រឹមត្រូវតាមច្បាប់ទម្លាប់ទេខ្ញុំគ្រាន់តែបានហើយយកស្បែកសត្វសងគេវិញទៅសងវិញក៏សងវិញទៅខ្ញុំក៏មិនចង់បានដែរជឿទេខ្ញុំមិនអីទេឲ្យតែបងត្រឡប់មកវិញគឺល្អហើយរងចាំសិនបងនឹងធ្វើឲ្យពួកគាត់សង្សឹកសមុខលូឆេងអានឯងប្រឆាំងនឹងអញដើម្បីប្រពន្ធម្នាក់នឹងឬចាំមើលទៅអុយតោះទៅលោកមេភូមិលោកកុំតន់អើទៅអីនៅមានរឿងមួយទៀតសូមលោកជួយរកយុទ្ធធម៌ផងរឿងអីជីងអរៀបការចូលគ្រួសារលូរយៈពេល3ឆ្នាំហើយប្រដាប់ថ្លៃបង្កប់គឺជាហឹបឈើក្រហមមួយខាងក្នុងមានខ្សែប្រាក់មួយខ្សែនិងប្រាក់ផ្ទាល់ខ្លួនចំនួន20 យន់របស់ទាំងនេះត្រូវលោកស្រីវ៉ាងគួយហ្វិនរឹបអូសយកទាំងអស់ឯងនិយាយផ្ដេសផ្ដាស់អីរបស់ថ្លៃបង្កប់ស្អីខ្ញុំមិនដែលឃើញទេគួយហ្វិនតោះទៅកុំនិយាយឥតប្រយោជន៍ជាមួយអាមនុស្សរមើលគុណនេះអីឈប់សិនរឿងប្រដាប់ថ្លៃបង្កប់ភូមិយើងមានច្បាប់ទម្លាប់ទ្រព្យរៀបការរបស់កូនស្រីគឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ខាងស្រីគ្រួសារខាងប្រុសមិនអាចរំលោភយកបានឡើយនេះជាខ្សែប្រាក់ដែលឆេងអាននិយាយនោះមែនទេគួយហ្វាងយករបស់ចេញមករបស់អីរបស់នៅលើខ្លួនខ្ញុំទាំងនេះជារបស់ខ្ញុំផ្ទាល់ទេយកចេញមកយកទៅចុះមនុស្សម្នាក់ពាក់ខ្សែប្រាក់ធ្វើអីនៅមានលុយ20 យន់ទៀតលុយ20 យន់ស្អីខ្ញុំមិនបានឃើញទេណាបើថ្ងៃនេះមិនព្រមសងលុយ20 យន់នេះវិញទេអញ្ចឹងពួកយើងនឹងទៅប្តឹងអាជ្ញាធរប្តឹងអាជ្ញាធរក៏ប្តឹងទៅយ៉ាងណាក៏ខ្ញុំមិនបានយកដែរប្តឹងទៅបើរឿងនេះលេចលឺទៅក្រៅមិនល្អចំពោះកិត្តិយសភូមិទេណា
ប្រញាប់យកលុយចំនួនការ20យន់របស់ស៊ីឈៀងចេញមកពួកឯងក៏មិនចង់ចូលគុកដែរមែនទេហើយឯងម៉ែមិនមែននិយាយថារបស់ស៊ីឈៀងចំនួនការមានតែខ្សែ6និងលុយ5យន់ទេម៉ែនិយាយថាខ្សែឲ្យមកខ្ញុំលុយ5យន់ឲ្យទៅម៉ែមិនក៏ម៉ែនៅលួចលាក់ទុកលុយទៀតកុំនិយាយទៀតប្រញាប់ទៅមិនទាន់ខ្មាស់គេទៀតរបស់អូនគ្មាននរណាដណ្ដើមយកបានទេបងដឹងហើយថ្ងៃក្រោយបងនឹងជួយមើលថែឲ្យអូនកុំតន់ទៅមេភូមិលោកលំអៀងហើយចាត់ការតាមច្បាប់ទម្លាប់បើនៅតែឆ្លោះទៀតខ្ញុំនឹងទៅប្តឹងខាងឃុំឲ្យដោះស្រាយមកពីមីកស៊ីឈីងនេះសោះគឺវានេះហើយដែលបញ្ចុះបញ្ចូលឲ្យអាទីពីចែកគុំនោះទេរបស់ទាំងនេះជារបស់ពួកយើងទាំងអស់មិនយូរមិនឆាប់ខ្ញុំនឹងដេញវាឲ្យចេញពីគ្រួសារលូឈិនអានចែកផ្ទះបានប៉ុន្តែចំណងឈាមមិនអាចកាត់ដាច់បានទេកុំដាច់អហង្ការពេកមេភូមិពេលពួកវាធ្វើបាបស៊ីឈីងពួកវាមិនដែលគិតពីចំណងឈាមផងហឹមអាអូនឯងនេះតាំងពីអង្ការមកបានជាចេះការពីប្រពន្ធដល់ថ្នាក់ហ្នឹងបងទៅបរបាញ់សัตว์យកទៅលក់នៅទីរួមស្រុកត្រូវចំណាយដើមទុនលុយនេះឲ្យបងមានលុយហើយមុនដំបូងនេះអូនទុកវាទៅទិញលេលាបមុខទិញខ្សែចុងសក់ពណ៌ក្រហមទិញអ្វីគ្រប់យ៉ាងដែលអូនចូលចិត្តខ្សែប្រាក់ក៏ឲ្យទៅគេខ្សែស្បែកទន្សាយក៏សងគេវិញដែរលូឆឹងអានឯងចាំមើលចុះអញនឹងធ្វើឲ្យអញបរបាញ់សัตว์ដោយមិនបានស្ងប់ចិត្តទេប្រពន្ធឲ្យម៉ែចុះស្បែកទន្សាយណែណាស្បែកទន្សាយព្រមទាំងខ្សែប្រាក់របស់អញត្រូវអាសត្វទៀតលូឆឹងអានវាយកត្រឡប់ទៅវិញអស់ហើយស្អីគេអានឹងវាអាស្រ័យលើស្អីអាស្រ័យលើស្អីគឺអាស្រ័យលើអញវាសមត្ថភាពនឹងណាអញមើលលូឆឹងអានគេបំបីផ្ទះទៅរស់នៅខ្លួនឯងទៅតែបានប៉ុន្មានថ្ងៃគេបរបាញ់សัตว์លូកស្បែកការពីប្រពន្ធជីវិតរីកចម្រើនឡើងចុះអញវិញរាល់ថ្ងៃអង្គុយត្រមោចនៅផ្ទះរងចាំតែស៊ីនឹងផឹកសូម្បីតែខ្យល់គូតមួយក៏បាញ់មិនរួចផងឯងម៉ែយកខ្ញុំទៅប្រៀបធៀបនឹងអាសម្រាមហ្នឹងអាសម្រាមឥឡូវគេគ្រាន់បើជាងអញ100ដងកាលនោះមិនក៏អញបង្កើតបានកូនអត់បានការដូចអញចេះអត់ប្រយោជន៍ម៉ែកុំប្រញាប់អីមិនឲ្យប្រញាប់យ៉ាងម៉េចស្បែកទន្សាយអស់ហើយខ្សែប្រាក់ក៏អស់ហើយលុយ20យន់ក៏អស់ទៀតអញឲ្យអញមិនប្រញាប់យ៉ាងម៉េចលូឆឹងអានអាចបរបាញ់សัตว์បានគឺពឹងលើផលព្រៃនៅក្នុងភ្នំប្រសិនបើផលព្រៃដែលវាបាញ់បានមិនអាចទៅដល់ទីរួមស្រុកមានន័យថាម៉េចប្លន់យកទំនិញរបស់វាលូកមិនបានលុយតើវាយកស្អីទៅការពារមីក្រូហ្នឹងដល់ពេលហ្នឹងស្បែកទន្សាយខ្សែប្រាក់សូម្បីតែលុយថ្មីដែលជារបស់វារកបានក៏ជារបស់ពួកយើងដែរកូនល្អបែបហ្នឹងទើបសមជាកូនអញចាំពេលអាទី2មិននៅផ្ទះពួកយើងនឹងទៅដណ្ដើមយកទំនិញរបស់វាខ្ញុំមិនជឿថាដោះស្រាយជាមួយអាប់អូនទី2មិនបានទេហើយនៅតែដោះស្រាយជាមួយអាប់មិនបានទៀតចង់ងាប់មែនថ្ងៃនេះអរគុណអ្នកហើយដែលជួយទារយកអរគុណអីអ្នកជាប្រពន្ធខ្ញុំទាំងនេះជាអ្វីដែលខ្ញុំក៏បីធ្វើនេះជាអ្វីដែលម៉ែខ្ញុំហុចឲ្យខ្ញុំមុនពេលគាត់ស្លាប់ប្រាប់ឲ្យខ្ញុំលាក់ទុកឲ្យល្អកុំឲ្យខាងគ្រួសារប្តីដណ្ដើមយកលទ្ធផលគឺទើបតែមកដល់ផ្ទះអ្នកក៏ត្រូវអ្នកយកទៅឲ្យបងថ្លៃស្រីនិងម៉ែបាត់មកពីខ្ញុំខុសទៅថ្ងៃមុខគ្មាននរណាអាចដណ្ដើមរបស់អ្នកបានទេរាប់ទាំងខ្ញុំផងដែរអ្នកប្រែប្រួលហើយកាលពីមុនអ្នកមិនដែលមើលមុខខ្ញុំត្រង់ទេរឹតតែមិនបាច់និយាយដល់ការចេញមុខជំនួសខ្ញុំឡើយកាលពីមុនជារឿងកាលពីមុនទៅថ្ងៃមុខនៅក្នុងភ្នែករបស់លូឆឹងអានមានតែអ្នកម្នាក់គត់ខ្ញុំដេកថងក្រណាត់មួយឲ្យអ្នកសម្រាប់ប្រើពេលចូលព្រៃងាយស្រួលឲ្យអ្នកដាក់របស់មកមូនស្ទឹកធន់ជានឪខ្ញុំចង់ពង្រីកទំហំការបរបាញ់ពង្រីកទំហំឬមែនហើយធ្វើបែបនេះខ្ញុំអាចរកប្រាក់បានច្រើនជាងមុនដើម្បីដូរផ្ទះធំទិញខោអាវថ្មីឲ្យអ្នកទិញម្សៅលាបមុខឲ្យអ្នកមិនឲ្យអ្នករងានេះទេមិនឲ្យអ្នកត្រូវគេធ្វើបាបទៀតឡើយចុះអ្នកមានបំណងរកនរណាមកជាមួយអ្នកសៀវគួយនៅផ្ទះមេភូមិផ្ទះគេមានប្អូនច្រើនហូបចុកមិនគ្រាន់ខ្ញុំចង់នាំគេចូលព្រៃជាមួយគ្នាបែងចែកតាមកម្លាំងពលកម្មសៀវគួយជាមនុស្សស្មោះត្រង់
អ្នកនាំគេទៅខ្ញុំអស់បារម្ភហើយអ្នកមិនខ្លាចគេចែកយកប្រាក់របស់យើងទៅទេអ្នកជួយគេជាការសាងកុសលខ្ញុំជឿអ្នកជៀនជាតិណាក៏ដោយខ្ញុំដាច់ខាតមិនឲ្យអ្នករងការឈឺចាប់បន្តិចណាទៀតឡើយនៅក្នុងជាតិនេះខ្ញុំនឹងធ្វើឲ្យអូនខ្លាចជាស្ត្រីដែលមានសុភមង្គលបំផុតនៅក្នុងភូមិត្រជាក់ណាស់សុំកក់ក្ដៅបន្តិចមកគេងទៅស្អែកខ្ញុំនាំសៀវគួយចូលព្រៃលូឆេងអានឯងពូកែស្រួលខ្លួនមែនតើចាំមើលទៅផលប្រមាញ់របស់ឯងគង់តែជារបស់ខ្ញុំទេឆេងអានយប់ជ្រៅយ៉ាងនេះមានការអីមេភូមិខ្ញុំចង់ជួបសៀវគួយនិយាយគ្នាបន្តិចសៀវគួយឆេងអានមករកឯងបងឆេងអានចូលមកយប់ជ្រៅយ៉ាងនេះមិនក៏បងមកដែរបងមានការចង់ពិភាក្សាជាមួយឯងនិយាយមកតើមានការអីបានជាត្រូវមកទាំងយប់អញ្ចឹងមេភូមិខ្ញុំចង់ពង្រេកទំហំការបរបាញ់ម្នាក់ឯងធ្វើមិនទាន់ទេសៀវគួយព្រមធ្វើជាមួយបងទេឆេងអានសៀវគួយមិនដែលធ្លាប់បរបាញ់ទេណានេះមិនមែនជាការងាយស្រួលទេមេភូមិខ្ញុំយល់ខ្ញុំនឹងបង្រៀនគេដោយផ្ទាល់ប្រកាសជាមិនឲ្យគេប្រឈមគ្រោះថ្នាក់ទេកម្លាំងខ្ញុំចេញកាំភ្លើងបរបាញ់នឹងដើមទុនចែកតាមកម្លាំងពលកម្មលុយដែលលក់បានយើងទាំងពីរចែកគ្នាមួយខែយ៉ាងហោចណាស់ក៏10យន់ដែរ10យន់បងឆេងអាននេះច្រើនពេកហើយមិនច្រើនទេស្ថានភាពគ្រួសារពូខ្ញុំដឹងតាប្អូនច្រើនស្បៀងអាហារមិនគ្រាន់ហូបធ្វើការជាមួយខ្ញុំយ៉ាងហោចណាស់មួយខែក៏ល្មមទិញអង្ករទិញមីទិញខោអាវថ្មីឲ្យប្អូនស្រីដែរឆេងអានចាស់ហើយការពួកគេបានតែប្រហែលឆ្នាំទៀតទេសៀវគួយធ្វើការជាមួយឯងក៏កក់ក្ដៅចិត្តដែរសៀវគួយឯងគិតយ៉ាងម៉េចធ្វើមិនធ្វើបងឆេងអានខ្ញុំធ្វើស្អែកពូយើងចូលព្រៃទៅយប់នេះគេងឲ្យឆាប់បន្តិចកុំឲ្យបងឆេងអានរងចាំឲ្យសោះហានៅក្នុងព្រៃត្រជាក់ណាស់អ្នកទាំងពីរយកទឹកនិងស្បៀងគ្រីមទៅផងឡើងភ្នំត្រូវប្រយ័ត្នប្រញាប់ត្រឡប់មកវិញឲ្យឆាប់ណាកុំបារម្ភមុនព្រះអាទិត្យលិចខ្ញុំប្រកាសជាត្រឡប់មកវិញបងស្រីថ្លៃខ្ញុំនឹងមើលថែបងឆេងអានឲ្យបានល្អអ្នកទាំងពីរជួយមើលថែគ្នាទៅវិញទៅមកទៅបងឆេងអានថ្ងៃនេះពូយើងទៅដាក់អន្ទាក់ណីណាជំរាបភ្នំប៉ៃអិនខាងលិចមានទន្សាយព្រៃច្រើនប៉ុន្តែមុននឹងដាក់អន្ទាក់ត្រូវមើលដានជើងជាមុនសិនទន្សាយព្រៃជើងមុខខ្លីជើងក្រោយវែងស្នាមជើងនៅថ្មីរឹមមិនទាន់កក់ទេបញ្ជាក់ថាវាទើបតែឆ្លងកាត់ក្នុងអំឡុងពេលកន្លះម៉ោងនេះទំហំកង់ខ្សែលូត្រូវល្មមជាប់ក្បាលទន្សាយចំណងខ្សែឆ្មារឹតតែទីងរឹតតែតឹងពេលយកវាមិនខូចស្បែកទេបងអញ្ចឹងឲ្យបងជាអ្នកធ្វើវិញទៅខ្ញុំខ្លាចដាក់មិនបានល្អលើកដំបូងរបស់ខ្ញុំ3ថ្ងៃចាប់មិនបានមួយផងមិនអីទេហ៊ានដាក់ទៅខ្ពស់ជាងកន្លះថ្នាំងទន្សាយព្រៃរត់រំកិលជាប់ដីមាត់កង់ចម្ងាយ4ធ្នប់ដៃពីដីទៅល្អបំផុតប៉ាត់បងមានចោលណាហើយទន្សាយកុំកម្រើកមើលណែក្បាលជាប់ហើយបងឆេងអានជាប់ហើយទៅប្រមូលផលរងាន់ដំបងរបស់អ្នកទៅយកដោយខ្លួនឯងទៅបងខ្ញុំចាប់បានហើយបងឆេងអានការដាក់អន្ទាក់ពិតជាសប្បាយណាស់មិននឹកស្មានថាខ្ញុំអាចចាប់បានទន្សាយព្រៃមែនតែបន្តទៅទៀតពួកយើងអាចចាប់បានសត្វព្រៃផ្សេងទៀតទេឯងមើលដានទាំងនេះនៅជិតនេះប្រកាសជាមាន់ព្រៃមាន់ព្រៃមាន់ព្រៃលាក់ខ្លួនពូកែហើយភ័យខ្លាចណាស់ចាំឲ្យច្បាស់ត្រូវធ្វើសកម្មភាពឲ្យស្មុគស្មាញកុំបញ្ចេញសម្លេងឲ្យវាភ្ញាក់ផ្អើលអន្ទាក់ត្រូវព្យួរលើអាកាសឲ្យខ្ពស់បន្តិចដាក់រាំងនៅផ្លូវដែលពួកវាកាត់តាមបងឆាងអានកន្លែងនេះបានទេដាក់នៅទីនេះបានទេបងចិនអានកម្ពស់នឹងទីតាំងបែបនេះត្រូវអត់ហាបងជាប់ទាំងអស់ហើយសំណាងពូយើងល្អណាស់មិនមែនសំណាងទេគឺដោយសារឯងខំប្រឹងរៀនសូត្រធ្វើឲ្យស្ងប់ចាប់ដើមប្រមូលយឺតកុំឲ្យខូចស្បែកនឹងរោមវា
បងឆាងអាទាំងនេះលក់បានថ្លៃទេគុំបារម្ភរបស់ពួកយើងគុណភាពល្អថ្លៃប្រកបជាខ្ពស់ហើយប្រសិនបើស្បែកទន្សាយព្រៃ8ផ្ទាំងស្បែកមន់ព្រៃ4ផ្ទាំងសូមលោកពិនិត្យមើលស្បែកទាំងនេះនៅពេញលេញនិងក្រាស់ល្អណាស់រោមមានពណ៌លងស្អាតនៅស្រស់មិនទាន់ស្អុយរលួយទេថែមទាំងជាស្បែកទន្សាយខ្មៅដកមកទៀតផងស្បែកទន្សាយមួយផ្ទាំង15យន់មន់ព្រៃមួយផ្ទាំង10យន់សរុបទាំងអស់160យន់ប្រសិនបើលោកពិតជាចាំទិញមែនសរុបទាំងអស់130យន់លើកក្រោយមានរបស់ល្អបែបនេះខ្ញុំនឹងមកលក់ឲ្យលោកទៀតព្រមព្រៀងគ្នាតាមនឹងសៀវគួយនេះជាលុយ20យន់របស់ឯងបងចិនអាននេះច្រើនពេកហើយបែងចែកតាមកម្លាំងពលកម្មដូចដែលបានព្រមព្រៀងគ្នាអរគុណបងចិនអានលោកគ្រូពេទ្យខ្ញុំចង់សួរថាមនុស្សអាចព្យាបាលជាទេជាពីកំណើតឬកើតឡើងតាមក្រោយកើតឡើងតាមក្រោយប្រពន្ធខ្ញុំពេលនៅក្មេងមានជំងឺគ្រុនក្តៅខ្លាំងរហូតខូចបំពង់ចាប់តាំងពីពេលនោះមកនាងនិយាយមិនចេញឡើយគ្រុនក្តៅខ្លាំងប៉ះពាល់ដល់ខ្សែសំឡេងមិនមែនជាជំងឺព្យាបាលមិនជីទេត្រូវប្រើការចាក់ចូលវិទ្យាសាស្ត្ររួមផ្សំជាមួយថ្នាំតម្រូវរាងប្រហែលជា3ខែអាចនឹងមានសង្ឃឹមជាឡើងវិញត្រូវអស់លុយប៉ុន្មានដែរ1ខែ800យន់ព្យាបាលបន្តគ្នារយៈពេល3ខែដើម្បីព្យាបាលឲ្យជាខ្ញុំសុំថ្នាំមួយកញ្ចប់ឲ្យអ្នកសិនយកត្រឡប់ទៅដាំហូបសិនទៅជិងអ៊ឺរងចាំខ្ញុំផង3ខែក្រោយមកខ្ញុំនឹងធ្វើឲ្យអូនអាចនិយាយបានជាមិនខានអាប់អូនទី2វាទិញរបស់ច្រើនយ៉ាងនេះផងហើយអាប៉ោងនៅក្នុងកញ្ចប់នោះច្បាស់ជាប្រាក់ទាំងអស់ហើយហេតុអ្វីបានជាពេលបំបែកទេហើយវារស់នៅស្រួលយ៉ាងនេះពួកយើងសំបីតែបាយក៏ហូបមិនឆ្អែតផងអូឈិនអានមានបានហើយតើរកលុយបានច្រើនណាស់មែនទេពីការបរបាញ់មិនពាក់ព័ន្ធនឹងអញទេប្រាក់ច្រើនយ៉ាងនេះតើវាយកទៅចាយម្នាក់អញអស់ដែរឬម៉ែអាលូឈឹងអានថ្ងៃនេះលក់បានប្រាក់ច្រើនណាស់ប៉ុន្មានខ្ញុំឃើញហោប៉ៅវាខ្លាចជាប៉ោងយ៉ាងហោចណាស់ក៏100យន់ដែរតែឆាងឯងនិយាយមែនឬអាលូឈឹងអានវារកបានប្រាក់ច្រើនយ៉ាងនេះផងមែនហើយប្រពន្ធខ្ញុំឃើញនឹងភ្នែកទេតើអាចខ្លាញ់បានយ៉ាងម៉េចប្រសិនបើខ្ញុំដឹងថាវារកប្រាក់បានច្រើនយ៉ាងនេះនិយាយយ៉ាងណាក៏មិនព្រមតាមសំណើបំបែកផ្ទះរបស់វាដែរពួកវាពីរនាក់ចេញទៅស្បៀងអាហារត្រូវចែកតិចជាងមុនពាក់កណ្ដាលឥឡូវនេះពួកយើងសំបីតែបាយហូបក៏មិនគ្រប់គ្រាន់ផងម៉ែមិនអីទេមិនយូរទេពួកយើងនឹងបានហូបម្ហូបឆ្ងាញ់ហើយអញមានគំនិតអីមែនទេអាប់អូនទី2ចូលព្រៃជារៀងរាល់ថ្ងៃប្រសិនបើពួកយើងអាចស្ទាក់យកទំនិញរបស់វានៅពាក់កណ្ដាលផ្លូវបាននោះទំនិញទាំងនោះមិនខ្លាចជារបស់ពួកយើងទៅហើយទេត្រូវហើយម៉ែសត្វព្រៃដែលវាបាញ់បានដាំឡើយគួរតែមានចំណែករបស់គ្រួសារលោកដែរខ្ញុំបានស៊ើបសួរច្បាស់លាស់ហើយវាច្បាស់ជាដើរតាមផ្លូវភ្នំនៅមាត់ភូមិមួយនោះជានិច្ចពួកយើងរកមនុស្សប៉ុន្មានអ្នកទៅឆ្មក់ពូនស្ទាក់នៅចំណុចសំខាន់បើត្រូវវាដឹងតែធ្វើម៉េចរកពួកអ្នកកំហុសក្រៅភូមិមកវាមិនស្គាល់មុខទេពេលការងារសម្រាប់រំលែកផលប្រយោជន៍បន្តិចបន្តួចឲ្យពួកវាទៅគឺបានហើយធ្វើតាមនឹងចុះនៅតែជាឯងដដែលតាឆាំងលូឆេងអានឯងចង់ស៊ីដាច់ផលប្រមាញ់ម្នាក់ឯងកុំបន្ទោសថាខ្ញុំចិត្តដាច់ឲ្យសោះឯងឈឺមិនមែនខ្ញុំទេគឺឯងខ្ញុំលោកគ្រូពេទ្យចាស់នៅរោងអស្បាននិយាយថាបំពង់ករបស់ឯងអាចព្យាបាលជាបានមែនឬបំពង់មកខ្ញុំអាចព្យាបាលជាមែនឬខ្ញុំអាចនិយាយបានមែនទេមែនហើយការពីតូចឯងគ្រុនក្តៅខ្លាំងក៏ធ្វើឲ្យប៉ះពាល់ដល់ខ្សែសំឡេងមិនមែនជាជំងឺព្យាបាលមិនជីទេ5ចូលវិទ្យាសាស្ត្រផ្សំជាមួយថ្នាំដាំសម្រួលរយៈពេល3ខែគឺមានសង្ឃឹមអាចជាសះស្បើយឡើងវិញជីងអឺកុំយំអីនេះជារឿងល្អតើអស់ប្រាក់ប៉ុន្មានយើងមានប្រាក់ហើយខ្ញុំប្រកាសជាធ្វើឲ្យឯងអាចនិយាយបានឡើងវិញបងឆេងអានថ្ងៃនេះប្រមូលបានផលល្អណាស់អាចលក់បានតម្លៃល្អមែនហើយយើងត្រូវដើរឲ្យលឿនបន្តិចទៅឲ្យដល់ទីប្រជុំជនមុនពេលផ្សារព្រឹកបើកឈប់ទុកទំនិញនៅទីនេះពួកឯងជានរណាឆេងអានពួកឯងធ្វើស្អីហ្នឹងបងស៊ូឆាំងបងស្គាល់ពួកគេយល់ច្រឡំទេនេះជាប្អូនប្រុសខ្ញុំទេអ្នកទាំងអស់គ្នាជួយយកយល់ជប់និយាយទុកទំនិញហើយចាក់ចេញទៅឈរនៅពីក្រោយខ្ញុំរត់ទៅ
កុំវាអីកុំកម្រើកអូយនរណាជាអ្នកបញ្ជាពួកឯងបងប្រុសអញ្ជើញឆឹងឲ្យខ្ញុំគ្រាន់តែឆ្លងកាត់ទីនេះទេឆ្លងកាត់អញធ្វើស៊ីញោភ្នែកបានល្អតាដណ្ដើមទំនិញរបស់ខ្ញុំអញសំដែរស្ដាប់ឲ្យច្បាស់ទៅមុខទៀតបើអ្នកណាហ៊ានប៉ះពាល់ផលបរបាញ់របស់ខ្ញុំកុំបន្ទោសថាកំពុងកំភ្លើងគ្មានភ្នែកឲ្យសោះជូឆាងអានអញចាំមើលទៅបងឆាងអានបងពូកែខ្លាំងណាស់ថ្ងៃក្រោយរៀនតាមខ្ញុំទៅឥឡូវពួកយើងត្រូវរើផ្ទះហើយកន្លែងនេះលែងមានសុវត្ថិភាពទៀតហើយថៅកែថ្មីនេះពួកបងទទួលទិញទំនិញរបស់លូឆាងអានដែរឬទេទទួលទិញតើស្បែកសត្វទាំងនោះគុណភាពល្អណាស់លើកមុនខ្ញុំទិញក្នុងតម្លៃ1 យ៉ន់ 2 ជាវផងខ្ញុំសូមរំលឹកបងឲ្យប្រយ័ត្នបន្តិចអាល្ងងនោះជាអ្នកក្រពើសោះសុខស្រាប់តែមានស្បែកសត្វល្អច្រើនម្ល៉េះប្រភពមកត្រឹមត្រូវឬអត់បងគ្មានការសង្ស័យក្នុងចិត្តទេបងស្រីមានន័យថាម៉េចខ្ញុំជាបងស្រីថ្លៃបង្កើតរបស់វាមិនក៏ខ្ញុំមិនដឹងស្បែកសត្វទាំងនោះរបស់វាបើមិនលួចគេក៏ប្លង់គេដែរបើពួកបងទទួលទិញក្រែងលោកគេស្រាវជ្រាវឃើញពួកបងក៏ត្រូវគេចាប់ដាក់គុកជាមួយគ្នាដែរខ្ញុំវ៉ាងគួយហ្វាំងរស់នៅស្រុកនេះជាង10 ឆ្នាំហើយតែធ្លាប់និយាយកុហកពីអង្ការអ្នកណាលូឆាងអានអាប្រុសដែលលក់ស្បែកទន្សាយនោះគឺជារូបវានឹងហើយបើពួកបងទទួលទិញទំនិញរបស់វាបើមានរឿងកើតឡើងកុំបន្ទោសថាខ្ញុំមិនបានរំលឹកឲ្យសោះលើកមុនខ្ញុំបានទិញស្បែកទន្សាយពីទាំងពីរវាដែរគុណភាពល្អមែនតើវាក៏បានជូនមន់ព្រៃពីរជើងមកខ្ញុំទៀតផងរបស់ដែលមានប្រភពមិនស្អាតស្អំទូគុណភាពល្អយ៉ាងណាក៏ជាផលចោលកម្មដែរពួកបងគិតមើលវាជាអាក្រពើដែលទើបតែបែកផ្ទះចេញទៅសូម្បីតែបាយក៏ហូបមិនឆ្អែតផងធ្វើម៉េចនឹងអាចបាញ់បានសត្វព្រៃច្រើនយ៉ាងនេះអូនស្រីនិយាយត្រូវដែរចុះស្បែកសត្វដែលខ្ញុំទិញលើកមុនត្រូវធ្វើយ៉ាងម៉េចទៅលើកមុនចាត់ទុកថារួចខ្លួនចុះទៅមុខទៀតបើពួកបងហ៊ានទទួលទិញទៀតគឺចង់មានរឿងជាមួយខ្ញុំវ៉ាងគួយហ្វឹងផ្សាររងនិតនៅក្នុងស្រុកនេះសម្ដីរបស់ខ្ញុំនៅតែមានទម្ងន់ខ្លះដែរបងស្រីវ៉ាងកុំបារម្ភពេលគាត់មកពួកយើងនឹងព្រមព្រៀងគ្នាបន្ថយថ្លៃទំនិញនេះមួយផ្ទាំង5 យ៉ន់ហេតុអ្វីបានជាចុះថោកម្លេះឥឡូវសភាពការផ្សារប្រែប្រួលហើយចង់លក់ក៏លក់មិនចង់លក់ក៏ហើយ4 យ៉ន់ 5 កាក់មិនថែម1 សេនទេទោះបីជារបស់អ្នកល្អយ៉ាងណាក៏ដោយអូនបើឯងនៅតែនិយាយផ្ដេសផ្ដាសខ្ញុំនឹងវាឯងមានអ្នកណាម្នាក់លួចធ្វើបាបនៅខាងក្រោយល្អ4 យ៉ន់ 5 កាក់ក៏4 យ៉ន់ 5 កាក់ចុះថ្ងៃនេះមិនបានទិញក្រណាត់ទេយកលេលាបមុខមួយប្រអប់ហើយយកខ្សែចុងសក់ពណ៌ក្រហម2 ហាត់ទៀតបាត់លុយអស់ពាក់កណ្ដាលប៉ុន្តែលេលាបមុខរបស់ស៊ូឈីងមិនអាចខ្វះបានទេកាត់អីមែនទេគ្មានអីទេថ្ងៃនេះលក់បានតិចបន្តិចបងក៏ហៅអូនរាល់ពេលបងរកលុយបានភ្នែកបងភ្លឺថ្លាណាស់ថ្ងៃនេះស្រពន់ណាស់ថ្ងៃនេះទៅលក់ទំនិញពួកអាជីវករដែលធ្លាប់តែទិញទំនិញបែរជាគេចមុខពីខ្ញុំនៅថ្ងៃនេះថែមទាំងទម្លាក់តម្លៃអស់ពាក់កណ្ដាលទៀតខ្ញុំសង្ស័យថាមានអ្នកណាលួចធ្វើបាបខ្ញុំពីក្រោយតើបងបានទៅធ្វើឲ្យអ្នកណាថ្នាក់តែអ្នកណាមានចិត្តណាធ្វើបាបពួកខ្ញុំសង្ស័យថាជាលូឆាំងថ្ងៃនេះគេបាននាំមនុស្សប៉ុន្មានអ្នកមកតែត្រូវបានខ្ញុំវាយឲ្យរត់អស់ហើយចុះត្រូវធ្វើយ៉ាងណាទៅពេលនេះមិនទាន់មានវិធីទេពួកលូឆាំងតែងតែមកបង្ករឿងរហូតពួកយើងត្រូវប្រញាប់រើចេញពីទីនេះឲ្យបានឆាប់ល្អពួកយើងរើចេញទៅជីងអរងចាំខ្ញុំរកទីផ្សារថ្មីបានហើយរកលុយបានពួកយើងនឹងទៅជួបផ្ទះនៅឯទីប្រជុំជនហើយវាក៏កាន់តែងាយស្រួលក្នុងការមើលជំងឺបំពង់កោយអូនដែរខ្ញុំនឹកឃើញហើយខ្ញុំមានបងស្រីជីដូនមួយម្នាក់បើកហាងលក់គ្រឿងទេសនៅទីប្រជុំជនស្រុកតាក់ទងជាមួយភោជនីយដ្ឋានជាច្រើនបងស្រីជីដូនមួយធ្លាប់ផ្ញើសម្បត្តិមកប្រាប់ថាគាត់ជួយភោជនីយដ្ឋានទិញផលដំណាំភ្នំនិងសាច់សត្វព្រៃក្នុងបរិមាណច្រើនការទិញទំនិញរបស់ភោជនីយដ្ឋានបើផ្គត់ផ្គង់ទំនិញផ្ទាល់ទៅភោជនីយដ្ឋានដោយមិនឆ្លងកាត់អ្នកជួញដូរផ្សារងឹតអាចកាត់បន្ថយចំណេញកណ្ដាលបានឈឹងអូនអាចតាក់ទងបងស្រីជីដូនមួយបានទេហាងរបស់គាត់នៅផ្លូវដងស៊ីក្នុងទីប្រជុំជនស្រុកឈ្មោះថាហាងចាប់ពូជើជីថ្ងៃស្អែកពួកយើងនឹងទៅទីប្រជុំជនស្រុកជឹងមិនក៏អូនមកដល់ទីនេះបងស្រីនេះជាប្តីរបស់ខ្ញុំពួកយើងមកចង់សួរថាឥឡូវនេះបងនៅទទួលទិញផលដំណាំភ្នំទៀតទេអញគឺជាលោកឆាំងអានមែនទេបងគេថាអញចូលចិត្តស៊ីចាយនឹងពីលបែងបងស្រីកាលពីមុនមកខ្ញុំជាមនុស្សខូចតែឥឡូវនេះខ្ញុំគ្រាន់តែចង់នាំឈឹងរស់នៅឲ្យបានល្អប្រសើរចូលមកខាងក្នុងមកហាសម្រាប់ស្រីស្អាតប្រុសស្អាតណាចង់ប៉ាវកាហ្វេមកអេដមីនអីអាចប៉ាវតាមនេះបានណាបងទាំងអស់គ្នាអរគុណបងទាំងអស់គ្នាបងស្រីជើងនេះជាអ្នកគ្រប់គ្រងទំនិញដែលបងនិយាយមែនទេអ្នកទិញអីវ៉ាន់នេះជាសាច់សត្វព្រៃដែលបងថ្លៃខ្ញុំបាញ់បានពីលើភ្នំគុណភាពគឺល្អឥតខ្ចោះ
អីវ៉ាន់ល្អណាស់ល្អជាងអីវ៉ាន់នៅផ្សារងឹតឆ្ងាយណាស់អ្នកទិញអីវ៉ាន់វាងខ្ញុំអាចគ្រប់គ្រងទំនិញបានយូរអង្វែងតម្លៃតាមទីផ្សារតែខាត់មិនបោកប្រាស់ឡើយយកព្រមចុះកិច្ចសន្យាកន្លះឆ្នាំសិនចុះជាងឪប្រសិនបើគេហ៊ានធ្វើបាបអូនទៀតអូនប្រាប់បងមកគាត់មិនធ្វើទៀតទេគាត់ប្រែប្រួលហើយបងស្រីអរគុណច្រើនដែលបានណែនាំទៅថ្ងៃមុខទំនិញរបស់ខ្ញុំលោកចង្អាននឹងផ្ដល់ជូនអតិថិជនដែលបងណែនាំមុនគេហាល្អណាស់អូនមានអនាគតណាស់ស៊ីចឹងនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះបងនឹងឲ្យអូននិងមនុស្សគ្រប់គ្នាបានឃើញថាខ្ញុំលោកចង្អានអាចឲ្យជីវិតបែបណាដល់អូនតើនេះជាការពិតមែនទេកន្លះឆ្នាំពិតមែនហើយទឹកជញ្ជូនទំនិញនៅថ្ងៃទី15រៀងរាល់ខែទូទាត់ប្រាក់នៅចុងខែមន់មួយក្បាលទាំងមូលជាណារបស់អូនដើម្បីបើកម្លាំងអូនញ៉ាំទៅបងស៊ីតែស្លាប់ក៏បានដែរអូនស្គមណាស់ញ៉ាំឲ្យច្រើនបន្តិចទៅខ្ញុំញ៉ាំរួចហើយបងក៏ភ្លុកមើលដែរទៅជាតិមុនសំបីតែគាត់ញ៉ាំអ្វីក៏ខ្ញុំមិនដឹងផងជាតិនេះខ្ញុំនឹងធ្វើឲ្យគាត់មានសាច់ញ៉ាំគ្រប់ពេលមួយខែ100 យ៉នកក់មួយខែបងមុន3ខែខ្ញុំជូនលោក400 យ៉នសិនប្រាក់ដែលខ្វះខែក្រោយខ្ញុំនឹងបងគ្រប់ជូនលោកជាក់ជាមិនខានយល់ព្រមឃើញថាមិនងាយស្រួលសម្រាប់អញទេនាំប្រពន្ធក្រុមមករស់នៅឲ្យបានសុខសាន្តចុះប្រពន្ធរបស់ខ្ញុំស្អាតស្អំជាងអ្នកណាទាំងអស់ផ្ទះចំការនេះពួកយើងសម្រាប់ចិត្តជួលហើយបានខាងស្អែកចាំរើមកថ្លៃណាស់ពួកយើងរស់នៅផ្ទះចាស់ក៏បានដែរមិនថ្លៃទេបងចង់ឲ្យអូនរស់នៅផ្ទះក្បឿងដេកលើគ្រែប្រេងក្តៅនេះជាប្រាក់ដែលខ្ញុំលួចលាក់ទុកខ្លាចវ៉ាងគួយហ្វាន់ដណ្ដើមយកថ្លៃបណ្ដោះអាពាហ៍ពិពាហ៍របស់អ្នកអូនទុកខ្លួនឯងទៅថ្ងៃមុខប្រាក់ដែលបងរកបានបងនឹងឲ្យអូនទាំងអស់បងទៅបាញ់សត្វត្រូវមានដើមទុនទិញកាំភ្លើងបបាញ់និងគ្រប់ខ្សែកាប់ថងការ៉ុងតារបស់ណាខ្លះមិនត្រូវការប្រាក់ខ្ញុំនេះលក់អីវ៉ាន់បាននៅសល់តែ18 យ៉នតាគ្រប់គ្រាន់ធ្វើអ្វីជួលផ្ទះត្រូវប្រើប្រាក់ព្យាបាលបំពង់ឲ្យខ្ញុំក៏ត្រូវប្រើប្រាក់ដែរប្រាក់នេះបងកាន់ទុកទៅដើមទុនកាន់តែច្រើនរកប្រាក់បានកាន់តែលឿននេះជាកិច្ចការពីចុងក្រោយរបស់អូនក្រែងលោបងគ្មានក្រែងលោទេក្រវើខ្ញុំទុកប្រាក់កំតិចឲ្យបងជាងឲ្យជីវិតថ្មីរបស់ពួកយើងចិត្តចាប់ផ្ដើមហើយរើផ្ទះចង់រត់មែនទេលោកឆឹងអានអញហ៊ានដណ្ដើមមុខរបរផងថាកែចៅខ្ញុំមានរឿងមួយចង់ពិភាក្សាជាមួយលោកនិយាយមកនៅក្នុងភូមិមានម្នាក់ឈ្មោះលោកឆឹងអានថ្មីនេះបានដណ្ដើមមួយភោជនីយដ្ឋានរបស់លោកអស់ជាច្រើនហើលោកឆឹងអានអ្នកដែលលេចធ្លោថ្មីនេះគឺជារូបគេនឹងហើយកាលពីមុនជាមនុស្សអត់ប្រយោជន៍សោះមិនដឹងជាថ្មីនេះមានបានតាមរបៀបណាទេណាតែដណ្ដើមមុខរបររបស់លោកហ៊ានដណ្ដើមមុខរបររបស់អញវាសំដៅថាកែចៅខ្ញុំមានវិធីកំទេចវាសុំតែលោកយកនេះទៅមុនចុះបើកំទេចវាបានជារៀងរាល់ខែនឹងមានប្រាក់និងស្បៀងអាហារជូនអរគុណថៅកែចៅលោករងចាំមើលចុះលោកឆឹងអានហ៊ានប៉ះពាល់ប្រយោជន៍របស់អញផងអញនឹងធ្វើឲ្យអញស្លាប់ដោយមិនដឹងខ្លួនឡើយបងឆឹងអានវីវ៉ូហើយចៅខៃនៅផ្សាររងឹតបានប្រកាសថានឹងចាត់ការបងចៅខៃគេជាបងធំនៅផ្សាររងឹតគេក្តោបដាច់មុខការគ្រប់គ្រងសាច់ព្រៃនៅគ្រប់ភោជនីយដ្ឋានក្នុងស្រុកបងបានដណ្ដើមមួយរបស់គេខ្ញុំគេនិយាយថាគេរៀបចំផែនការចាត់ការបងហើយគេបំរុងចាត់ការខ្ញុំតាមរបៀបណាមិនដឹងទេប៉ុន្តែថាដៃជើងគេសាហាវណាស់កាលពីមុនមានអ្នកហ៊ានដណ្ដើមមួយគេម្នាក់ចុងក្រោយយ៉ាងម៉េចទៅអ្នកផ្ទះតើគ្មានគ្រោះថ្នាក់អ្វីទេមែនទេទឹកមកដីបាំងតបមកតបវាចៅខៃមានល្បិចសាហាវឯខ្ញុំលោកឆាងអានក៏មិនមែនជាមនុស្សអន់ដែរបងឆាងអានខ្ញុំសុំតាមបងបើចៅខៃមកខ្ញុំនឹងចេញមុខមុនគេចៅខៃវ៉ាងគួយហ្វិនលោកឈៀងចូលមកខ្ញុំលោកឆាងអាននឹងចូលដល់ទីបញ្ចប់បងខៃថ្ងៃនេះមិនក៏មានពេលមកផ្ទះបាយចុងភៅចឹងអញមកគឺដើម្បីប្រាប់ឯងនៅរឿងមួយអាលូឆឹងអាននោះអាស្រ័យលើជូជីជួយតាក់ទងឲ្យជារឿយបានឆក់យកការបញ្ជាទិញសាច់ព្រៃភាគច្រើនរបស់ភោជនីយដ្ឋានខ្ញុំទៅបាត់ស្អីគេមានមនុស្សហ៊ានដណ្ដើមចំនួនជាមួយបងខៃដែរមែនហើយឥឡូវនេះអាហារដ្ឋានកម្រិតមធ្យមនៅក្នុងស្រុកទាំងមូលចិត្តពាក់កណ្ដាលទិញទំនិញព្រៃពីដៃវាក្នុងស្រុកបាននៅតែបណ្ដោយបែបនេះទៀតចំនួនសាច់ព្រៃផ្សាររងឹតរបស់ខ្ញុំប្រកាសជាដួលរំមិនខានថៅកែឬមួយពួកយើងនាំគ្នាតាមស្ទាក់ផ្លូវលូឆឹងអានតែម្ដងទៅវាបំបាក់ជើងវាបញ្ចប់រឿងឲ្យផុតទៅប្រើកម្លាំងបាយតូកម្លាំងបាយវាថប់ទៀតពេកក្រែងលោបន្សល់ទុកតម្រុយឲ្យគេនិយាយបានអញគិតឃើញវិធីតាំងពីយូរហើយលូឆឹងអានទទួលខុសត្រូវដឹកជញ្ជូនសត្វព្រៃឯបន្លែផ្សេងទៀតគឺភោជនីយដ្ឋានរៀបចំខ្លួនឯងពួកយើងលួចដាក់គ្រឿងផ្សំផ្អុំស្អុយចូលក្នុងបន្លែភោជនីយដ្ឋានចាំពេលភ្ញៀវហូបហើយឈឺពោះព្រមគ្នាចុះនេះមិនខុសច្បាប់ទេមិនអីទេដល់ពេលហ្នឹងពួកយើងទម្លាក់កំហុសស្អុយរលួយទាំងអស់ទៅលើសាច់ព្រៃរបស់លូឆឹងអានទាំងអស់ទៅបងខៃធ្វើបែបនេះមិនកាត់ទេ
ក្រែងលោមានរឿងកាត់ឡើងហើយគេស៊ើបដល់ភោជនីយដ្ឋានពួកយើងសូម្បីតែខ្ញុំក៏ត្រូវជាប់គុកដែរមិនគួរសងសឹកដល់ថ្នាក់នឹងទេលើបន្តិចបន្តួចនេះយកធ្វើជាថ្លៃបិទមាត់សិនទៅពេលសម្រាប់ការងារបន្ថែម20យ៉ន់ទៀតអញគ្រាន់តែលួចយកបន្លែហួសការកំណត់ដែលអញផ្ញើទៅនិងគ្រឿងក្នុងស្អុយលីចូលក្នុងកន្លែងរៀបចំម្ហូបនៅផ្ទះបាយទៅបានហើយប៉ុន្មានឆ្នាំមុនខ្ញុំទទួលបានការជួយជ្រោមជ្រែងពីចៅអាចកាន់តំណែងអ្នកទិញទំនិញបានមកតជួយគាត់តែម្ដងនេះទៅចុះយកព្រមបងខៃខ្ញុំស្ដាប់តាមការរៀបចំរបស់បងព្រឹកស្អែកខ្ញុំនឹងឲ្យគេយកគ្រឿងផ្សំផ្អមស្អុយលួចបញ្ជូនចូលក្នុងផ្ទះបាយភោជនីយដ្ឋានដែលចាំងគឺបន្លែលួយនិងគ្រឿងក្នុងជ្រូកស្អុយទាំងនេះហើយលើកអាចទាំងអស់នឹងឡើងឡានឲ្យអស់បងខៃរបស់ពួកនេះស្អុយណាស់ពិតជាត្រូវជូនទៅភោជនីយដ្ឋានមានប្រយោជន៍បើមិនជូនទៅតាចោលប្រកាន់លូឆឹងអានយ៉ាងម៉េចក្រែងលោកគេដឹងតាត្រូវធ្វើម៉េចអញកែបន្លំខ្លួនធ្វើជាអ្នកដឹកទំនិញចូលតាមទ្វារក្រោយឲ្យអ្នកទិញទំនិញវាងចាំទុកកុំឲ្យគេឃើញមុខឯងយកទេនរណាអ្នកដឹកបន្លែបងខៃឲ្យខ្ញុំមកលឿនឡើងដើរតាមផ្លូវនេះកុំដើរខាងមុខទៅចុះហេតុអ្វីបានជាស្អុយម្លេះបងខៃប្រាប់ថាកាន់តែស្អុយកាន់តែល្អអញប្រញាប់យកទៅលីជាមួយគំនរបន្លែស្រស់ទៅកុំឲ្យគេមើលដឹងឲ្យសោះដឹងហើយអញប្រញាប់ទៅចម្លែកណាស់បន្លែមួយលោតនេះក្លិនរៀងជូរមិនមែនទុកយូររហូតដល់ខូចទេដឹងអុយទិញចូលច្រើនម្លេះជៀសមិនផុតពីមានស្លឹកខ្លះមិនស្រស់ទេរើសវាចេញបន្តិចរួចយកទៅប្រើដូចធម្មតាទៅបានមិនបាច់ធ្វើជារឿងធំទេតាមដានម្ហូបដែលចេញពីចុងផុលឲ្យជាប់ឲ្យតែមានភ្ញៀវជឿពោះរកត្រូវប្រញាប់ផ្សព្វផ្សាយពាក្យចាំអារម្មណ៍អាងឲ្យច្បាស់ថាបញ្ហាគឺមកពីសាច់ព្រៃដែលលូឆឹងអានយកមកថៅកែម្ហូបនេះមានបញ្ហាហើយអុយខ្ញុំជឿពោះខ្លាំងណាស់ទឹកឲ្យទឹកខ្ញុំចង់ក្អួតតើមានរឿងអ្វីនឹងអ្នករាល់គ្នាតើមានរឿងអ្វីកើតឡើងនៅសួរថាម៉េចទៀតម្ហូបនៅភោជនីយដ្ឋានរបស់អ្នកធ្វើឲ្យមនុស្សពលហើយទុកខ្ញុំទាំង4នាក់សុទ្ធតែឈឺពោះក្អួតចង្អោររាយគ្រូទាំងអស់ប្រកាសជាគ្រឿងផ្សំមិនស្រស់ហើយពួកឯងនេះជាហាងបោកប្រាស់មែនអ្នករាល់គ្នាជួយមើលចុះសូម្បីតែពណ៌បន្លែក៏មិនត្រឹមត្រូវដែរធំក្លិនឈួរស្អុយនេះមិនអាចទៅរួចទេម្ហូបរបស់យើងសុទ្ធតែជាទំនិញទើបទិញចូលក្នុងថ្ងៃហ្នឹងបញ្ហាគឺពិតជាមកពីសាច់ព្រៃដែលលូឆឹងអានគ្រប់គងប្រែប្រួលខូចគុណភាពសាច់កើតមានមេរោគទើបធ្វើឲ្យភ្ញៀវពលអាហារបែបនេះតើលូឆឹងអានជាអ្នកណាតើពួកអ្នកទិញទំនិញពីណាបើថ្ងៃនេះមិនផ្ដល់ចម្លើយច្បាស់លាស់ដល់ខ្ញុំទេខ្ញុំនឹងទៅប្តឹងប៉ូលីសត្រូវហើយប្តឹងប៉ូលីសឲ្យប៉ូលីសមកពិនិត្យមើលថាតើភោជនីយដ្ឋានរបស់អ្នកលក់របស់ស្អុយខ្វក់អ្វីឲ្យប្រាកដអ្នកទាំងអស់គ្នាសូមចិត្តត្រជាក់ខ្ញុំនឹងទៅពិនិត្យមើលភ្លាមនៅកន្លែងធ្វើម្ហូបថ្ងៃនេះមានតែសាច់ព្រៃរបស់លូឆឹងអានប៉ុណ្ណោះដែលជាទំនិញផ្គត់ផ្គង់ពីខាងក្រៅឯគ្រឿងផ្សំដទៃទៀតសុទ្ធតែទិញពីប្រភពថេរប្រចាំឆ្នាំមិនដែលធ្លាប់មានបញ្ហាចោទឡើងទេប្រកាសជាសាច់ព្រៃរបស់គេមានបញ្ហាហើយឲ្យអាលូឆឹងអាននោះចេញមកឲ្យវាសងលុយមកសងថ្លៃព្យាបាលជំងឺត្រូវឲ្យសងការខូចខាតទាំងអស់បើមិនចឹងទេពួកយើងនឹងវាយកំទេចកន្លែងនេះលូឆឹងអានមកហើយគឺសាច់ព្រៃដែលអញលក់ពួកយើងហូបហើយរៀបប្រមូលផ្ដុំគ្នាទាំងអស់ថៅកែភោជនីយដ្ឋានបាននិយាយហើយបញ្ហាគ្រឿងផ្សំគឺនៅលើរូបឯងទាំងស្រុងត្រូវតែសងថ្លៃព្យាបាលជំងឺឲ្យពួកយើងពេញលេញអ្នកទាំងអស់គ្នាសាច់ព្រៃរបស់ខ្ញុំគឺទើបតែបបាញ់បាននៅថ្ងៃហ្នឹងទេដាច់ខាតមិនអាចប្រែប្រួលខូចគុណភាពទេក្រៅពីសាច់ព្រៃរបស់ខ្ញុំភោជនីយដ្ឋាននៅមានបន្លែគ្រប់ប្រភេទទៀតតើអាចកំណត់ដោយផ្ទាល់ថាប្រភពបញ្ហាមកពីខ្ញុំយ៉ាងដូចម្តេចរឿងដល់ថ្នាក់នេះហើយឯងនៅតែប្រកែកដោះសារទៀតថ្ងៃនេះនៅកន្លែងធ្វើម្ហូបមានតែសាច់ព្រៃរបស់ឯងទេដែលជាទំនិញផ្គត់ផ្គង់ពីខាងក្រៅឯគ្រឿងផ្សំដទៃទៀតសុទ្ធតែទិញពីប្រភពថេរប្រចាំឆ្នាំមិនដែលធ្លាប់មានបញ្ហាចោទឡើងទេបើមិនមែនមកពីសាច់ព្រៃស្អុយខូចទេតើភ្ញៀវអាចកើតរឿងប្រមូលផ្ដុំគ្នាបែបនេះយ៉ាងម៉េចថ្ងៃនេះបើមិនសងការខូចខាតភ្លាមទេបើមិនដូច្នេះទេពួកយើងនឹងទៅប្តឹងផ្តល់នៅតុលាការហើយលុបចោលកិច្ចសន្យាផ្គត់ផ្គង់ឯងចិត្តងារទម្លាក់កំហុសចោទប្រកាន់ពួកយើងតើខិតខំលំបាកលំបិនចូលព្រៃបរបាញ់សត្វរួចក៏ប្រញាប់ប្រញាល់យកទំនិញមកជូនពួកយើងបើកប្រអប់ពិនិត្យមើលហើយតើមានស្លាកស្នាមរលួយស្អុយបន្តិចណាទៅប្រកាសជាសាច់ព្រៃដែលល្អិតនេះយកមកមានបញ្ហាហើយបងប្អូនជីដូនមួយខ្ញុំលើកមុនហូបទន្សាយព្រៃក៏ឈឺពោះដែរអ្នកណាទៅដឹងប្រធានទិញទំនិញត្រកូលបាននិយាយថាផលច្បាស់ភាគច្រើនជាការពិតហើយកុំទាន់ប្រញាប់សន្និដ្ឋានអីក្រែងលោកខាងភោជនីយដ្ឋានខ្លួនឯងរៀបចំបន្លែអមិនស្រស់ទេដឹងនិយាយតែមកទេគ្មានភស្តុតាងគឺគ្មានប្រយោជន៍ទេខ្ញុំស្នើឲ្យរក្សាទុកគ្រឿងផ្សំដែលនៅសល់ទាំងអស់ក្នុងភោជនីយដ្ឋានថ្ងៃនេះដើម្បីបែងចែកជាក្រុមយកទៅពិនិត្យថាតើជាបញ្ហាសាច់ព្រៃរបស់ខ្ញុំឬក៏ជាគ្រឿងផ្សំផ្សេងទៀតរលួយស្អុយគ្រឿងផ្សំភាគច្រើនត្រូវបានធ្វើជាម្ហូបអស់ទៅហើយបន្លែកំពេចកំពប់ដែលនៅសល់មិនអាចយកធ្វើជាភស្តុតាងបានយ៉ាងណាក៏មិនអាចគេចផុតពីការទទួលខុសត្រូវដែរប្អូនប្រុសលូធ្វើជំនួញត្រូវប្រកាន់យកភាពចុះសម្រុងនាំមកនៅទ្រព្យសម្បត្តិមានរឿងអាស្រ័យសុខភាពអាហារបែបនេះវាមើលទៅមិនល្អតតែសោះសុខចិត្តទទួលស្គាល់ថាស្អីហើយសង្លុយបញ្ចប់រឿងទៅល្អជាងចៅខៃហេតុអ្វីបានជាគេនៅទីនេះឬមួយក៏នេះជាល្បិចដែលគេរៀបចំឡើងដើម្បីទម្លាក់កំហុសលើខ្ញុំថៅកែចៅលោកមកមើលរឿងភាគឬក៏មកជួយបន្ថែមប្រេងលើភ្លើងលូឆឹងអានឯងនិយាយបែបនេះមានន័យថាម៉េច
ខ្ញុំមានន័យថាម៉េចចៅខៃឯងគិតថាខ្ញុំគ្មានភស្តុតាងមែនទេដើម្បីបញ្ជាក់ថារឿងទាំងអស់នេះជាស្នាដៃរបស់ឯងមនុស្សច្រើនអ្នកបែបនេះរងគ្រោះបើជាស្នាដៃរបស់ចៅខៃពិតមែនប្រកាសជានឹងបន្សល់ទុកស្នាមរហូតមិនខានមិនស្រួលទេភ្លេចយកបន្លែស្អុយទាំងនោះទៅបោះចោលបាត់ថៅកែសាច់ព្រៃរបស់ខ្ញុំគ្មានបញ្ហាទេគឺជារបស់បន្លែស្អុយរលួយទាំងនេះអ្នកទិញអីវ៉ាន់វាងអ្នកមកនិយាយមើលគំនរបន្លែស្អុយរលួយនៅលើឥដ្ឋចុងភៅខាងក្រោយតើវាជារឿងយ៉ាងម៉េចខ្ញុំគឺចៅខៃបង្ខំឲ្យខ្ញុំធ្វើគេគឺចៅខៃអញនិយាយប៉ាតណាប៉ាតណីអ្នកទិញអីវ៉ាន់វាងអញទម្លាក់កំហុសលើអញខ្ញុំទម្លាក់កំហុសលើលោកថែមទាំងសន្យាថាពេលសម្រាប់ការហើយនឹងឲ្យខ្ញុំ20យ៉ាងទៀតចៅខៃបើសិនជាអញមិនបានធ្វើទេម្ដេចក៏ចៃដន្យចំពេលនេះមកបង្ហាញខ្លួននៅសាលធំមើលរឿងភាគអញ្ចឹងអញវាយក្បាលអាក្បត់ជាតិស៊ីបាយបោកឆ្នាំងអញឲ្យងាប់ចិត្តខ្មៅអាក្រក់ណាស់ខ្ញុំហូបស៊ុបតែហ៊ូបន្លែមួយចាននោះវាព្រោះរហូតដល់ទៅ3ដងប្តឹងប៉ូលីសត្រូវតែប្តឹងប៉ូលីសលេងអញលូឆាំងអានអញរៀបចំផែនការលេងបន្លំអញចៅខៃតើខ្ញុំឲ្យអញបដូរបន្លែស្អុយមែនទេអ្នកណាទីនេះចាប់ចងចៅខៃនិងអ្នកទិញអីវ៉ាន់វាងឲ្យប្តឹងប៉ូលីសអ្នកណាជាអ្នកប្តឹងនៅទីនេះមានរឿងអ្វីកើតឡើងគឺខ្ញុំលោកប៉ូលីសអាពីរអ្នកចិត្តខ្មៅនេះបានបដូរគ្រឿងផ្សំស្អុយរលួយលីបន្លែលួយចូលក្នុងហូបបណ្ដាលឲ្យភ្ញៀវជាង10នាក់អួតចង្អោរនិងរីករូសស្ទើរតែបំផ្លាញយីហោរបស់ខ្ញុំទៅហើយនាំខ្លួនទៅលូឆាំងអានអញចាំមើលចុះអញមិនលើកលែងឲ្យអញទេអញចៅខៃបើសិនជាចេញមកវិញអ្នកដំបងដែលអញសម្លាប់គឺឯងខ្ញុំរងចាំបើបាយនៅក្នុងពន្ធនាគារហូបមិនឆ្អែតទេខ្ញុំមិនប្រកាន់នឹងថែមឲ្យឯងប្រមាណឆ្នាំទៀតទេលោកឆាំងអានរឿងថ្ងៃនេះមកពីខ្ញុំវង្វេងវង្វាន់មិនទាន់ដឹងខុសត្រូវផងក៏សង្ស័យលើរូបលោកស្ទើរតែចាប់ប្រកាន់លោកខុសទៅហើយលោកថៅកែធ្ងន់ធ្ងរពេកហើយបើសិនជាខ្ញុំវិញឃើញភ្ញៀវច្រើនយ៉ាងនេះកើតរឿងក៏សង្ស័យលើទំនិញផ្គត់ផ្គង់ពីខាងក្រៅមុនគេដែរគ្រាន់តែការផ្គត់ផ្គង់ទៅថ្ងៃមុខសង្ឃឹមថាមេការនឹងយកចិត្តទុកដាក់បន្ថែមទៀតត្រូវហើយអ្នកនិយាយត្រូវណាស់ទៅថ្ងៃមុខខ្ញុំប្រកាសជាពិនិត្យទំនិញដោយផ្ទាល់ដាច់ខាតមិនឲ្យមានកំហុសបែបនេះទៀតឡើយនេះជាប្រាក់ថ្លៃទំនិញកន្លះខែដែលបានកាត់ទុកមុននេះសូមជូនវិញទាំងអស់ក្រៅពីនេះចាប់ពីថ្ងៃនេះទៅការផ្គត់ផ្គង់សាច់សត្វព្រៃរបស់ភោជនីយដ្ឋានខ្ញុំទទួលយកតែរបស់អ្នកលូចិនតម្លៃទិញចូលនឹងបន្ថែម1ភាគ10លើតម្លៃដើមចាត់ទុកជាការសុំទោសពីភោជនីយដ្ឋានខ្ញុំជៀនឪកិច្ចសន្យានឹងលុយនេះអូនជាអ្នកទុកទៅមិនបានទេអូនមិនចេះគ្រប់គ្រងបញ្ជីទេបងទុកខ្លួនឯងទៅអូនជាប្រពន្ធមេគ្រួសារតកូលូបញ្ជីប្រាក់កាសក្នុងផ្ទះប្រកាសជាឲ្យអូនគ្រប់គ្រងហើយបើមិនចេះបងបង្រៀនទៅថ្ងៃមុខគ្រប់ផ្សេងដែលពួកយើងរកបាននឹងប្រគល់ឲ្យអូនរក្សាទុកទាំងអស់គាត់បែរជាប្រគល់របស់ទាំងនេះមកឲ្យខ្ញុំទាំងអស់មេភូមិហេតុអ្វីលោកអញ្ជើញមកទីនេះចឹងអានឲ្យការពីមុនមកគឺពូមើលស្រឡាញ់ហើយនេះជាស្នាមផ្ដិតមេដៃរបស់ប្រជាជនជាង30គ្រួសារក្នុងភូមិយុវជនក្នុងភូមិភាគច្រើនទំនេរគ្មានការងារធ្វើអញមានសមត្ថភាពដឹកនាំអ្នករាល់គ្នារកប្រាក់ជាមួយគ្នាទៅចឹងអានពូធ្វើជាមេភូមិអស់រយៈពេល20ឆ្នាំហើយបានត្រឹមតែមើលក្មេងក្នុងភូមិរត់ចេញទៅក្រៅម្នាក់អ្នកដែលនៅសល់មានតែចាស់ជ្រៀនកុមារសំបីតែបាយឆ្អែតមួយពេលក៏គ្មានហូបផងឥឡូវនេះអញធ្វើអាជីវកម្មរីកចម្រើនជាសមត្ថភាពរបស់ឯងតែអ្វីដែលពូគិតនោះគឺតើអញអាចចែករំលែកសមត្ថភាពនេះដល់អ្នកភូមិទាំងអស់បានទេលោកមេភូមិរឿងនេះខ្ញុំត្រូវគិតមើលសិនព្រោះវាមិនមែនជារឿងតូចតាចទេវាពាក់ព័ន្ធនឹងជីវភាពរបស់អ្នកភូមិទាំងមូលខ្ញុំមិនអាចព្រមទទួលដោយប្រហែលបានទេបានហើយអញសឹមគិតចុះប៉ុន្តែខ្ញុំសូមរំលឹកអញមួយម៉ាត់ដើមឈើធំតាក់ទាញខ្យល់ខ្លាំងអញខិតខំប្រឹងប្រែងតែម្នាក់ឯងនៅក្នុងទីរួមស្រុកគង់តែមានគេតាមជ្រប់មើលមិនខាននាំអ្នកភូមិទាំងអស់ធ្វើរួមគ្នាទើបជាស្គលមកមួយនៅក្នុងព្រៃមានសត្វព្រៃច្រើនណាស់ពួកយើងបរបាញ់មិនអស់ទេមនុស្សប្រុសក្នុងភូមិអាចទៅបរបាញ់មនុស្សស្រីអាចធ្វើសាច់ប្រឡាក់មនុស្សចាស់អាចមើលឃ្លាំងអ្នករាល់គ្នាមានការងារធ្វើទាំងអស់សុទ្ធតែអាចរកប្រាក់បានមិនមែនខ្ញុំមិនចង់នាំអ្នករាល់គ្នាធ្វើទេខ្ញុំបារម្ភថាចិត្តគំនិតមនុស្សមិនស្មោះត្រង់រួមគ្នាដល់ពេលមានអ្នកកៃបត់និងខ្ជិលច្រអូសធ្វើច្រើនឬធ្វើតិចបានស្មើគ្នាវានឹងធ្វើឲ្យអ្នកស្មោះត្រង់អន់ចិត្តទៅវិញពួកយើងបង្កើតក្បួនច្បាប់អ្នកណាធ្វើច្រើនបានច្រើនអ្នកមិនធ្វើការមិនឲ្យមួយសេនឡើយអ្នករាល់គ្នាធ្វើរួមគ្នាពួកយើងទើបអាចឈរជើងបានរឹងមាំបងនិយាយត្រូវហើយម្នាក់ឯងដើរបានលឿនមនុស្សមួយក្រុមដើរបានឆ្ងាយបើអ្នករាល់គ្នាជឿជាក់លើខ្ញុំនឹងនាំអ្នករាល់គ្នាធ្វើរួមគ្នាអ្នករាល់គ្នាស្ងាត់ស្ងៀមថ្ងៃនេះត្រូវប្រកាសរឿងល្អមួយឆេងអានឯងនិយាយទៅពូមីងអ៊ំប្រុសអ៊ំស្រីទាំងអស់គ្នាខ្ញុំសូមប្រកាសថាសហគមន៍ផលព្រៃភូមិលូត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃនេះសហគមន៍គុំទី2គ្រួសារលូយល់ព្រមនាំពួកយើងរកប្រាក់រួមគ្នាហើយពួកយើងអាចរស់នៅបានធូរធារនៅពេលខាងមុខហើយក្បួនច្បាប់ខ្ញុំបានកំណត់រួចហើយទី1ការបរបាញ់គឺមានសៀវគួយជាអ្នកដឹកនាំក្រុមទទួលបានប្រាក់ភាគរយតាមចំនួនធ្វើច្រើនបានច្រើនទី2មនុស្សស្រីចាត់ចែងរោមនិងស្បែកសត្វ
ធ្វើម្ហូបហិរដោយគិតកម្រៃតាមចំនួនផលិតផលមនុស្សស្រីដូចពួកយើងក៏អាចចូលរួមក្នុងសហគមន៍បានដែរពួកយើងក៏អាចរកប្រាក់ចំណូលបានដែរហាហាទី3មនុស្សចាស់ជួយមើលឃ្លាំងទទួលបានប្រាក់ខែជារៀងរាល់ខែទី4ហើយក៏ជាចំណុចសំខាន់បំផុតចុងឆ្នាំចែកភាគលាភតាមចំនួនមនុស្សមិនថារួមចំណែកកម្លាំងតិចឬច្រើននោះទេឲ្យតែជាសមាជិកសហគមន៍គឺមានចំណែកទាំងអស់ឆាំងអានខ្ញុំសូមចូលរួមដែរខ្ញុំក៏សូមចូលរួមដែរមកជាងអូនមកធ្វើបញ្ជីប្រាក់បងធ្លាប់និយាយហើយទៅថ្ងៃមុខអូនជាអ្នកគ្រប់គ្រងបញ្ជីប្រាក់ក្នុងផ្ទះហេតុអ្វីបានជាឲ្យអាខ្លងនោះគ្រប់គ្រងបញ្ជីប្រាក់ម៉ែបន្ថយសំឡេងបន្តិចទៅកុំឲ្យគេងឲ្យសោះអ្នកភូមិទាំងមូលសុទ្ធតែជួយកាន់ជើងលោកឆាំងអានបាននិយាយផ្ដេសផ្ដាស់បើគេពួកយើងរឹតតែគ្មានកន្លែងឈរជើងក្នុងភូមិទៀតហើយហេតុអ្វីបានជាមនុស្សដូចជានាងអាចធ្វើជាកណេឲ្យកបានកាលពីមុននាងថែមទាំងត្រូវលើកទឹកលាងជើងឲ្យអញទៀតផងឥឡូវបែរជាល្អណាស់មកជីជន់លើក្បាលអញទៅវិញមេគ្រូសាពួកយើងក៏ទៅចុះឈ្មោះដែរទៅអ្នកភូមិទាំងមូលបានចូលរួមអស់ហើយបើពួកយើងមិនចូលរួមទេទៅថ្ងៃមុខមានតែដាច់បាយស្លាប់ហើយត្រូវហើយតាឆាំងគួយហ្វុងនិយាយត្រូវហើយស្បៀងអាហារក្នុងផ្ទះអស់រលីងពីបាត់ធំហើយពេលថ្ងៃហើយមិនបានហូបសាច់សោះអញមិនទៅអង្វរអាប្រកាច់នោះទេកាលពីមុនវាតែងតែមើលទឹកមុខអញដើម្បីរស់នៅឥឡូវឲ្យអញទម្លាក់ខ្លួនទៀបអង្គក្បាលទៅអង្វរវាឲ្យជួយពួកយើងរកប្រាក់អញមិនហ៊ានលក់មុខទេលោកឆាំងគិតយកមុខមាត់អាចហូបជំនួសបាយបានឬអាចទិញសាច់ឲ្យយ៉ាងជឿហូបបានទេបើអ្នកមិនទៅទេពួកយើងពីរអ្នកម៉ែនឹងកូនច្បាស់ជាដាច់ពូស្លាប់ហើយអ្នកទម្លាក់ទឹកមុខមិនចុះមែនទេខ្ញុំទៅអង្វរលោឆាំងអានបើអញហ៊ានទៅខ្ញុំនឹងវាយបំបាក់ជើងឯងជប់ឆ្លុះគ្នាទៅប្រយ័ត្នអ្នកដតីគេសាយចំអប់ដាឈៀងទម្លាក់ទឹកមុខមិនចុះទេពួកយើងកុំទាន់ទៅអីរងចាំប៉ុន្មានថ្ងៃទៀតប្អូនទី2ខ្វះកម្លាំងពលកម្មពួកយើងសឹមរកលេសទៅទីនោះអ្នកនាងទ្រាំបន្តិចណានេះជំចូលទី1ចាក់ចូលចំណុចយ៉ាមិនឆឹងកុំខ្លាចអីខ្ញុំនៅក្បែរអូនតើបើឈឺចិត្តខ្ញុំមកគុំនិយាយរក្សាចិត្តឲ្យស្ងប់មកចូលទី2ចាក់ភ្ជាប់សរសៃដើម្បីសម្រួលអណ្ដាតឆឹងទ្រាំបន្តិចទៀតណាទ្រាំបន្តិចទៀតគឺជានេះហើយចិត្តចប់ហើយខ្ញុំនៅទីនេះតើមិនទៅណាទេមកចូលចុងក្រោយគឺចាក់ចំណុចធុងលីសម្រួលចិត្តនឹងបើកផ្លូវសំឡេងចាក់មកចូលមួយនេះរួចថ្ងៃនេះគឺចប់ហើយលោកគ្រូពេទ្យនាងកើតអីហ្នឹងតើចាក់ខុសហើយមែនទេកុំប្រញាប់អីនេះជាសញ្ញាល្អទេអាចបញ្ចេញសំឡេងបានមានន័យថាសរសៃដាស់ស្រួលហើយបើគ្មានប្រតិកម្មបន្តិចសោះទើបជាបញ្ហាពិបាកឆឹងគ្មានអីទេណាចប់អស់ហើយពួកយើងត្រឡប់ទៅផ្ទះវិញកុំប្រញាប់ពួកយើងធ្វើសឹមទៅមួយថ្ងៃមិនបានគឺមួយខែមិនបានគឺមួយឆ្នាំខ្ញុំនៅក្បែរអូនត្រឡប់ទៅវិញកុំភ្លេចផឹកទឹកក្តៅឲ្យបានច្រើនព្យាយាមហាត់បញ្ចេញសំឡេងឲ្យបានច្រើនចាំថាហាមញ៉ាំហិរដាច់ខាតហាចង់មើលភាពបន្តមែនបងភាពបន្តគឺអេដមីនលក់ណាចឹងនេះជារបៀបទិញហើយនេះជារបៀបចូលចុចកន្លែងនេះអក្សរ QQ នេះកន្លែងនេះហើយចុចកន្លែងនេះជាការស្រេចខមមិនខាងក្រោមវីដេអូណាក៏បានថាចង់ទិញរឿងហើយអេដមីននឹងឆាតទៅហើយ